ក្មេងស្រីភ្ញាក់ផ្អើលពេលដឹងថាបុរសដែលនាងបានចំណាយពេលមួយយប់ជាមួយកាលពីយប់មិញគឺជាសាស្ត្រាចារ្យឲ្យសាកលវិទ្យាល័យរបស់នាងអ្វីដែលគួរឲ្យខ្មាស់អៀនជាងនេះទៅទៀតគឺហាក់ដូចជាគាត់ស្គាល់នាងដែរថែមទាំងហៅឈ្មោះនាងឲ្យឆ្លើយសំណួរទៀតផងតាមពិតត្រឹមតែមួយខែមុនក្មេងស្រីបានឃើញរឿងអាស្រូវដែលគូដណ្ដឹងក្បត់ចិត្តនាងខូចចិត្តក៏ផឹកស្រាបំបត្តិទុកផឹកច្រើនបន្តិចប៉ុន្តែខណៈដែលនាងឈោមិននឹងធ្លាក់នោះត្រូវបានបុរសម្នាក់ដែលស្រវឹងដូចគ្នាជួយទាន់ពេលចង់ដេកជាមួយខ្ញុំទេយ៉ាងនឹងហើយអ្នកទាំងពីរក៏ស្រវឹងភ្លេចខ្លួនបានឆ្លងកាត់រាត្រីដ៏អស្ចារ្យមួយខែបានកន្លងផុតទៅយ៉ាងឆាប់រហ័សនាងដូចសពដងអង្គុយក្នុងថ្នាក់រៀនរងចាំចូលរៀននឹកស្មានមិនដល់ពេលនាងងើបមុខឡើងមនុស្សទាំងមូលភ្ញាក់ផ្អើលជាខ្លាំងសាស្ត្រាចារ្យដែលចូលមកគឺជាបុរសកាលពីយប់មួយខែមុននាងភ័យខ្លាចស្ទើរតែដកដង្ហើមមិនរួចនឹកស្មានមិនដល់សោះថារឿងអាម៉ាស់បែបនេះនឹងកើតឡើងលើខ្លួនឯងពេញ1ម៉ោងនោះនាងអង្គុយមិនសុខខ្លាចបុរសនៅលើវេទិកាស្គាល់នាងតែជោគវាសនាហាក់ដូចជាចូលចិត្តលេងសើចនឹងនាងមួយវិនាទីបន្ទាប់បុរសនោះចង្អុលឈ្មោះនាងឲ្យឆ្លើយសំណួរសិស្សម្នាក់នេះសូមអ្នកឆ្លើយមកតើត្រូវវិនិច្ឆ័យយ៉ាងណាថាសាកសពមានជាតិពុលនាងធ្វើជាស្ងប់ស្ងាត់គិតបន្តិចដោយសារគ្រឹះពេទ្យបុរាណចិនដែលឪពុកម្ដាយបានបង្រៀននិងចំណេះដឹងវិទ្យាសាស្ត្រលោកខាងលិចរបស់ខ្លួនឆ្លើយសំណួររបស់បុរសនោះបានត្រឹមត្រូវតែបុរសនោះនៅតែមើលឃើញភ្លាមថានាងទៅតែកិច្ចវេសក្នុងថ្នាក់ប៉ុន្តែខ្ញុំបានឆ្លើយរួចហើយតើបុរសនោះដើរទៅរកនាងហើយសម្លឹងមើលសិស្សរបស់គាត់រួចប្រាប់ឲ្យនាងទៅការិយាល័យក្រោយពេលចេញលេងក្មេងស្រីនោះស្ទាក់ស្ទើរជាយូរប៉ុន្តែនៅតែបង្ខំចិត្តអង្គុយចុះដំបូងឡើយនាងព្រួយបារម្ភថាគេនឹងព្យាយាមធ្វើបាបនាងនឹកស្មានមិនដល់បុរសនោះបែរជាឲ្យទឹកក្តៅវណ្ហមួយកែវទៅនាងសួរដោយក្តីបារម្ភថាហេតុអ្វីមុខនាងស្លេកស្លាំងម្លេះតើនាងមិនស្រួលខ្លួនទេភ្លាមនោះក្មេងស្រីដឹងខ្លួនថាប្រហែលជាគេស្គាល់នាងហើយនាងក៏ប្រញាប់រកលេសចង់ចាក់ចេញតែពេលនាងក្រោកឈរភ្លាមក៏ត្រូវបុរសនោះចាប់ដៃយប់នោះគឺអូនមែនទេមិនមែនអូនទេខ្ញុំមិនទាន់បាននិយាយថាយប់ណាផងទេមិនមែនអូនទេពិតជាពេលដែលនាងបដិសេធបុរសនោះនិយាយយ៉ាងច្បាស់ថានាងមានប្រជ្រុយនៅក្នុងដៃដោយអស់សង្ឃឹមនាងក៏ព្រមទទួលស្គាល់ហើយនិយាយថាយប់នោះគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះសង្ឃឹមថាគាត់អាចចាត់ទុកថាគ្មានអ្វីកើតឡើងសោះពេលនិយាយចប់នាងក៏រត់ចេញទៅទាំងភ័យស្លន់ស្លោប៉ុន្តែពេលគាត់ចេញពីការិយាល័យភ្លាមស្រាប់តែមានអារម្មណ៍ចង់ក្អួតពេលនោះស្រាប់តែមានគេហុចកន្សែងឲ្យពេលបុរសនោះឃើញគាត់ក្អួតខ្លាំងបែបនេះក៏សួរគាត់សាក់លបងថាតើខែនេះរដូវមកទៀងឬអត់ពាក្យនេះដូចភ្លេចបន្ទោអីចឹងធ្វើឲ្យនាងភ័យស្លន់ស្លោភ្លាមពេលនាងឃើញបន្ទាត់ក្រហមពីរនៅលើឧបករណ៍តេស្តមានផ្ទៃពោះនាងចង់ស្លាប់តែម្ដងថ្ងៃបន្ទាប់នាងយកលទ្ធផលតេស្តមានផ្ទៃពោះទៅរកគាត់ពេលគាត់ដឹងថានាងមានផ្ទៃពោះដំបូងគាត់សុំទោសរឿងយប់នោះដែលផឹកស្រាហើយមិនបានគ្រប់គ្រងខ្លួនឯងបន្ទាប់មកគាត់និយាយបែបជាផ្លូវការឲ្យនាងរំលូតកូនចេញដោយលើកហេតុផលថាការសិក្សាសំខាន់ជាងសម្រាប់នាងនៅពេលនេះពាក្យទាំងនេះធ្វើឲ្យនាងតូចចិត្តជាខ្លាំងពិតជាដូចគេថាប្រុសសុទ្ធតែដូចគ្នាចេះតែគិតពីប្រយោជន៍ខ្លួនឯងភ្លាមនោះនាងក៏ស្ពាយកាបូបចង់ចាក់ចេញតែពេលនោះបុរសនោះស្រាប់តែហៅគាត់ឲ្យឈប់នៅមានជំរើសទី2ពួកយើងរៀបការប៉ុន្តែកាលពីខែមុនក្មេងស្រីនោះទើបតែឆ្លងកាត់ការក្បត់ចិត្តម្ដងឥឡូវនេះនាងបាត់បង់ជំនឿលើបុរសទាំងអស់ហើយប៉ុន្តែបុរសនោះបាននិយាយយ៉ាងម៉ឺងម៉ាត់ថាខ្លួនគាត់មិនមែនជាសង្សារចាស់ដែលថោកទាបរបស់នាងទេបន្ទាប់មកក៏ចាប់ផ្ដើមរៀបរាប់លម្អិតអំពីខ្លួនឯងគាត់បានប្រាប់ថាគាត់ទើបតែបញ្ចប់ថ្នាក់បណ្ឌិតមានចំណូលទៀងទាត់មិនជក់បារីផឹកស្រាឬមានទម្លាប់អាក្រក់ផ្សេងទេចុងសប្តាហ៍មានថ្ងៃឈប់សម្រាក2ថ្ងៃហើយក៏មានវិស្មការរដូវរងានិងរដូវក្តៅផងដែរមានពេលគ្រប់គ្រាន់ដើម្បីនៅជាមួយនាងនិងកូនបន្ទាប់មកក៏ប្រកល់សិទ្ធិសម្រាប់ចិត្តទៅឲ្យនារីនោះវិញក្នុងចិត្តនាងពិតជាស្មុគស្មាញខ្លាំងណាស់ម្យ៉ាងខ្លាចថាពេលឪពុកម្ដាយដឹងរឿងនាងមានផ្ទៃពោះនឹងបន្ទោសខ្លួនឯងម្យ៉ាងទៀតនាងមិនប្រកាសថាបុរសនោះពិតជាគួរឲ្យទុកចិត្តឬអត់ទេតែពេលនេះក៏គ្មានវិធីផ្សេងដែរដូច្នេះនាងក៏យកព្រមរៀបការជាមួយបុរសនោះប៉ុន្តែនាងក៏បាននិយាយយ៉ាងម៉ឺងម៉ាត់ដែរព្រមមានបុរសនោះថាក្រែងលោគាត់ដកថយពាក់កណ្ដាលទីនាងប្រកាសជានឹងឲ្យគាត់សងវិញថ្ងៃបន្ទាប់អ្នកទាំងពីរបានមកដល់ការិយាល័យចោះអាពាហ៍ពិពាហ៍ក្រឡេកមើលបុរសនោះធ្វើបែបបត់ផ្សេងយ៉ាងស្ទាត់ជំនាញក្នុងចិត្តនាងក៏មានការសង្ស័យដែរអូនប្រកាសថាអូនរៀបការលើកទី1មែនទេប្រកាសណាស់លើកទី1តើមិនជាបងឯងសួរមើលទៅក្រោយពេលចុះសម្បត្តិអាពាហ៍ពិពាហ៍រួចបុរសនោះប្រញាប់ថតរូបភ្លាមផ្ញើទៅប្រាប់ប៉ាម៉ាក់បន្ទាប់មកក៏សួរនាងថាចង់ទៅសួរសុខទុក្ខប៉ាម៉ាក់អូនអត់នាងនៅមិនទាន់គិតចេញទេពីរបៀបបញ្យល់ប្រាប់ប៉ាម៉ាក់នាងទេក៏កុហកថាប៉ាម៉ាក់នាងនៅក្រៅប្រទេសមិនទាន់ចាំបាច់ជួបគ្នាទេពេលរីដូច្នេះបុរសនោះក៏មិនបន្តប្រធានបទនេះទៀតទេប្រាប់នាងថាខ្លួនបានជួលអាផាតមិនមួយកន្លែងនៅក្បែរសាលាឲ្យនាងទៅនៅទីនោះដើម្បីងាយស្រួលគាត់មើលថែទាំងនាងនិងកូនបន្ទាប់មកក៏បានយកកាតធនាគារមួយសន្លឹកទៀតចេញមកឲ្យនាងយកទៅទិញគ្រឿងសង្ហារឹមដែលនាងចូលចិត្តដើម្បីរៀបចំបន្ទប់ដំបូងឡើយនាងនៅតែបដិសេធដដែលពួកយើងបានរៀបការហើយខ្ញុំមានទំនួលខុសត្រូវក្នុងការចិញ្ចឹម3បាច់អ្នកនិងកូនទម្លាប់អាចចោះសាងបន្តិចម្ដងបានអូនឯងក៏អាចសាក់លបងពឹងផ្អែកលើបងបន្តិចម្ដងបានដែរបានទេមិនយូរប៉ុន្មាននារីម្នាក់នោះត្រូវបានបុរសម្នាក់ជូនទៅអាផាតមិននៅពេលយប់គាត់បានម៉ាស្សាជើងឲ្យនាងយ៉ាងយកចិត្តទុកដាក់ទៀតផងនាងគិតថាបុរសនោះនឹងសុំពេកបន្ទប់ជាមួយនាង
ប៉ុន្តែគាត់គ្រាន់តែលើកខ្នងឲ្យគាត់ស្រួលខ្លួនបន្ទាប់មកក៏ប្រាប់ថាយប់នេះគាត់នឹងដេកសាឡុងនៅខាងក្រៅមានអីឲ្យគាត់ជួយហៅគាត់បានប៉ុន្តែពេលនោះទូរស័ព្ទរបស់បុរសនោះក៏រោទឡើងម៉ាក់នៅខាងក្រៅមែនទេអ្នករៀបការហើយនឹងល្អណាស់កូនប្រុសខ្ញុំប៉ុន្មានឆ្នាំនេះអត់ដែលរកសង្សារសោះខ្ញុំស្មានថាគេមិនចូលចិត្តស្រីទៅហើយនឹកស្មានមិនដល់សោះកូនប្រុសខ្ញុំចេះមើលមនុស្សល្អរកឃើញភ្លាមស្រស់ស្អាតយ៉ាងនេះកូនល្អប្រាប់ម៉ែមកមើលតើកូនធ្វើបែបណាទើបចេះតែចាប់គេបានថ្ងៃរត់ចោលការនាំប្រុសល្អឡើងក្រែប្រាប់ទៅម៉ាក់មីប្រកាសជាខ្ញុំជាតួអាក្រក់មែនទេពួកយើងសុទ្ធតែរៀនពេទ្យចាត់ទុកថាជាការយកចិត្តគ្នាទៅចុះប្រាប់ខ្ញុំទៀតមកម៉ាក់មិនថានឹងមកធ្វើម្ហូបឲ្យពួកយើងទេហេតុអីអ្នកទាំងពីរនៅដេកចែកក្រើយគ្នាទៀតមិនមែនជាសង្សារជួលទេដឹងមកបោកខ្ញុំដោយចិត្តណាទេដឹងទៅឯងនៅមើលថែយ៉ាវទៅខ្ញុំទៅធ្វើម្ហូបញ៉ាំទៅនេះគឺម៉ាក់ស្ងោឲ្យកូនពិសេសដើម្បីបំពន់ម៉ាក់ប្រកាសថាអាចផឹកបានមែនអាមួយនេះឯងចង់មានន័យថាម៉េចឯងចង់ថាម៉ាក់សុំហូបមិនទំនងមែនទេផឹកឬអត់ម៉ាក់ទៅរកយ៉ាវសិនហើយខ្ញុំផឹកយ៉ាវទៅតែមានផ្ទៃពោះមិនអាចញ៉ាំផ្ដេសផ្ដាស់ទេអីចឹងបានត្រូវអ្នកទាំងពីរសម្រាកសិនទៅខំឡើងលោកសាស្ត្រាចារ្យជូមិនបែកញើសច្រើនម្លេះលោកសាស្ត្រាចារ្យឲ្យចៅលោកសាស្ត្រាចារ្យឲ្យចៅមិនអីទេណាយ៉ាវមុខក្មួយថ្ងៃនេះហេតុអីក៏ក្រហមម្លេះប្រហែលមកពីត្រូវកម្ដៅថ្ងៃខាងក្រៅហើយមើលទៅមិនដូចទេមើលទៅដូចជាក្រហមដោយសារមានស្នេហាទៅវិញកុំប្រាប់ណាថាឯងមានសង្សារទៀតហើយសុំទោសផងណាមើលអាហោគ្មានភ្នែកទេអីបេកភ្នែកឯងនៅខាងក្រោយមែនការពិសោធន៍ថ្ងៃនេះសំខាន់ណាស់របស់ទាំងនេះខូចអស់ហើយតើអ្នកទាំងអស់គ្នាជាអ្នកទទួលខុសត្រូវមែនទេខ្ញុំនិយាយទៅកាន់ជាងស៊ីងឯងគិតថាខ្លួនឯងជាគ្រូមែនឬគ្រាន់តែជាប្រធានសិស្សសហព័ន្ធប៉ុណ្ណោះនិយាយត្រូវហើយពាក្យសុំជំនួយការបង្រៀនរបស់ខ្ញុំបានដាក់រួចហើយចាប់ពីពេលនេះទៅអ្នកទាំងអស់គ្នាត្រូវហៅខ្ញុំថាលោកគ្រូជាងនេះគ្រាន់តែជាក្រុងឆ្អឹងទេតើកុំប៉ះចប់ហើយមិនក៏ជាគេមើលអត់ឃើញខ្ញុំទេយ៉ាវមិនក៏ឯងភ័យម្លេះស្គាល់ធ្លាប់មានរឿងជាមួយគ្នាមិត្តរួមថ្នាក់អ្នកគ្រូជាគ្រូថ្មីមែនទេត្រូវការឲ្យខ្ញុំជួយទេមិនបាច់ទេបាងអាក្រក់ឯងចង់និយាយថាអីខ្ញុំនិយាយថាដៃឯងនឹងម្រាមដៃខ្លីដៃក្រាស់ក្រោយបរិច្ចាគយកទៅធ្វើជាគំរូលែងអាចទទួលយកបានហើយកុំប៉ះពាល់គំរូរបស់ខ្ញុំឲ្យសោះយ៉ាវក្មេងប្រុសសង្ហាម្នាក់នេះនិយាយពិតជាអាក្រក់ជាងឯងទៀតអញ្ចឹងតើល្អណាស់ដែលកើតពីម្ដាយតែមួយប៉ុន្តែប្អូនប្រុសខ្ញុំថាទៅស្រុកវិញក៏ទៅវិញភ្លាមចាខ្ញុំឈឺពោះបន្តិចហើយជួយលាឈឺឲ្យខ្ញុំផងណាខ្ញុំទៅមុនហើយអាហោយ៉ាវស៊ីនជាយ៉ាវចាំមើលហ៊ានប្រមាថគ្រូខាងក្រៅឯងដោះស្រាយយ៉ាងម៉េចស៊ីនជាយ៉ាវ
ធ្វើប្រហែលសម្លេះបងស្រីឯងមិនអីទេបងស្រីគាត់ជាប្អូនប្រុសរបស់បងឯងលោកសាស្ត្រាចារ្យជូមានរឿងអីហ្នឹងមានរឿងអីមិញមិនក៏ឆេវឆាវម្លេះមិនដឹងជាធ្វើឲ្យគាត់ភ័យទេដឹងប្រាកដជាម៉ាក់ឲ្យហើយសំមនុស្សម៉ាក់ដាក់ថ្នាំពៅរឿងយប់មិញសុំទោសផងមិនអីទេអរគុណសម្រាប់យប់មិញខ្ញុំយឺតហើយខ្ញុំទៅរៀនសិនហើយខ្ញុំជូនទៅណាមិនបាច់ខ្លាចមិត្តរួមថ្នាក់ខ្ញុំឃើញខ្ញុំជូនត្រឹមផ្លូវបំបែកមុខទម្លាក់ឯងត្រឹមហ្នឹងម៉ោងនេះមិនសូវមានមនុស្សទេអញ្ចឹងក៏បានសេះជាយ៉ាវចាំមួយផ្លែតទឹកពោតដែលម៉ាក់ទើបប្រឡុកឲ្យកូនព្រឹកមិញអរគុណម៉ាក់លើកមុនម៉ាក់ធ្វើតែតាំងគួយនឹងហាំងជីឲ្យកូនហើយដាក់ផ្លែយឺយបន្តិចកូនប្រហែលជាមិនចូលចិត្តញ៉ាំផ្អែមទេអញ្ចឹងម៉ាក់ក៏ប្រឡុកទឹកពោតឲ្យកូនមិនក៏ម៉ាក់ដឹងខ្ញុំមិនចូលចិត្តញ៉ាំផ្អែមទេព្រោះតែតើគាត់ចង់ធ្វើអ្វីមិនមែនដូចយប់មិញទៀតទេដឹងលើកមុនឯងអត់ប្រឡាក់មាត់អីចឹងទេមើលទៅខ្ញុំយល់ច្រឡំហើយអរគុណលោកសាស្ត្រាចារ្យជូខ្ញុំទៅមុនហើយជួបគ្នាដំបូងស្មានថាជាឆ្មាដែលចេះតែខំនឹកស្មានមិនដល់ថាជាទន្សាយសោះនឹកស្មានថាជាទន្សាយហេតុអីក៏ឯងត្រឡប់មកស្រុកវិញភ្លាមយ៉ាងនេះប៉ាម៉ាក់ឯងដឹងទេប្រាកដណាស់លើកនេះសាលាឯងជាអ្នកអញ្ជើញមកផ្ទាល់តើមិនមែនរត់ចោលផ្ទះឯណាប៉ាម៉ាក់ឥឡូវកំពុងតែខ្វល់រឿងឯងរៀបការទេមិនមែនខ្ញុំឯណាខ្ញុំមិនខ្វល់ទេយ៉ាងម៉េចក៏ដោយខ្ញុំត្រូវតែសាក់លបងគាត់សិនហើយបើសិនជាខ្ញុំមិនពេញចិត្តគាត់ក៏មិនមែនជាបងថ្លៃរបស់ខ្ញុំដែរកុំនិយាយផ្ដេសផ្ដាសនៅមុខប៉ាម៉ាក់ណាស៊ីនជីយ៉ាវបើធ្វើឲ្យខូចឧបករណ៍បង្រៀនទាំងនេះនឹងត្រូវទទួលទោសណាបើអញ្ចឹងខ្ញុំសងឲ្យហើយទៅជំនួយការសៀវជឺអ្នកជាគ្រូបង្រៀនមែនទេអត់ទេចោះយ៉ាងម៉េចអីចឹងអ្នកមិនមែនមកម្នាក់ឯងទេប្រកាសជាអត់ទេកម្រិតខ្ញុំនៅកម្រិតណាម៉ាក់ប៉ាធ្វើម៉េចអាចឲ្យខ្ញុំមកម្នាក់ឯងបានអញ្ចឹងលោកសាស្ត្រាចារ្យឲ្យដែលបង្រៀនថ្ងៃនេះគឺសាលាចង់ដាក់ទោសបែបណាក៏បានខ្ញុំមានរយៈខ្ញុំទៅមុនហើយបើមិនប្រដៅឯងមិនដឹងជាខ្លាំងទេវិន័យសាលានៃសាកលវិទ្យាល័យខ្ញុំណាមពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់អញ្ជើញខ្ញុំមកបង្រៀនតែជាមានរឿងធំបែបនេះទៅវិញចប់ហើយអីទេលោកគ្រូស៊ីនជីយ៉ាវបានបំផ្លាញសម្ភារៈសិក្សារបស់សាលាធ្វើឲ្យខូចកិត្តិយសសាលាលោកត្រូវតែជួយពួកយើងផងលោកគ្រូទុករឿងនេះឲ្យខ្ញុំដោះស្រាយចុះអ្នកទៅរៀនសិនទៅខ្ញុំនឹងឲ្យចម្លើយដែលអ្នកពេញចិត្តមិនអាចទៅរួចទេខ្ញុំលែងសហការជាមួយសាកលវិទ្យាល័យខ្ញុំណាមទៀតហើយអ្នកចេញទៅសិនចុះខាងសាលាថារឿងនេះជាការធ្វើប្រហែសក្នុងការងារអំឡុងពេលត្រួតពិនិត្យចំពោះពាក្យសុំផ្ទេរការងាររបស់អ្នកមិនអាចអនុម័តបានទេអាហារូបករណ៍សិស្សពូកែចុងឈ្មោះកំពុងពិចារណាចាស់ឲ្យគេទៅចោលអីចឹងនេះជាបញ្ហាវិន័យសាលាគួរតែពិភាក្សាជាមួយអាណាព្យាបាលគាត់បើលោកចង់បន្ទោសអ្នកផ្សេងទៀតខ្ញុំទទួលខុសត្រូវទាំងអស់លោកទទួលខុសត្រូវយ៉ាងម៉េចលោកសាស្ត្រាចារ្យឲ្យចៅតើអ្នកជាអាណាព្យាបាលមែនទេមែនហើយស៊ីនជីយ៉ាវខ្ញុំជាប្តីរបស់គាត់អីអ្នកគឺជាប្តីដែលរៀបការមុនសួរយោបល់បងស្រីខ្ញុំមែនទេប៉ាឈប់បានហើយ
យ៉ាវយ៉ាវហើយគាត់ថាអីគាត់ជាប៉ារបស់ខ្ញុំក៏ជាប៉ាដែលចូលចិត្តការពារកូនជាងគេដែរបងស្រីខ្ញុំគិតថាប៉ាធ្វើត្រូវហើយមនុស្សនោះគ្រាន់តែចង់យកលេសមកធ្វើរឿងទេរឿងតូចប៉ុណ្ណឹងសោះបែរជាឲ្យកូនឯងទទួលទោសទៅវិញវាដូចជាការសម្លុតគ្នាអញ្ចឹងកុំនិយាយអីកូនស្រីសំណប់ចិត្តរបស់ម៉ាក់អូនឯងមិនអីទេកូនខ្ញុំថាលោកស៊ីនលោកឯងមានប្រយោជន៍អីខ្លះទេនឹងតែជាទុកឲ្យអ្នកដែលធ្វើបាបកូនស្រីខ្ញុំទៅបាត់ហើយហើយអ្វីបានជាខ្ញុំគ្មានប្រយោជន៍ម្លេះលោកសាស្តាចាជូជាអ្នកឲ្យគេទៅមិនមែនខ្ញុំទេលោកសាស្តាចាជូលោកសាស្តាចាជូណារួមគ្នាធ្វើបាបកូនស្រីខ្ញុំមែនទេសួស្ដីខ្ញុំឈ្មោះជើវូកំឡោះក្មេងម្លេះបានធ្វើជាសាស្ត្រាចារ្យហើយមានប្រពន្ធហើយឬនៅមានហើយគឺរៀបការជាមួយខ្ញុំនឹងមែនឬអញ្ជើញលោកសាស្ត្រាចារ្យជូពិតជាសុំទោសណាស់ចរិតប៉ាម៉ាក់ខ្ញុំគឺបែបនឹងឯងមិនបានធ្វើឲ្យលោកភ័យទេដឹងអត់ទេមើលដឹងពូមីងពូស្រីស្រឡាញ់គ្នាខ្លាំងណាស់គ្រាន់តែឃើញភ្លាមស្រឡាញ់ផ្លែកកាលនៅក្មេងគឺបែបនឹងយ៉ាវយ៉ាវប៉ាម៉ាក់មកស្រុកលើកនេះគឺចង់នាំកូនទៅជាមួយប៉ាកូនប្រាប់ហើយថាកូនចង់នៅទីនេះរៀនឲ្យចប់សិនទៅដើរផ្លូវដែលខ្ញុំចង់ដើរមិនបានទេណាបើគេបលីឯងគ្មានអ្នកណាជួយឯងទេស្រែកអីនឹងឮហើយភ្ញាក់ព្រឺតប្រាប់ហើយតើកូនស្រីមិនអាចទៅជាមួយប៉ាបានទេចាញ់ត្រូវតែទទួលស្គាល់ម៉ាក់នេះមានន័យថាម៉េចម៉ាក់និងប៉ាគ្រងស្នាក់នៅស្រុកខ្មែរម៉ាក់ប៉ាបានមើលផ្ទះរួចហើយប៉ុន្តែខ្ញុំចង់រស់នៅជាក្រុងប៉ាឯងចង់រស់នៅក្បែរសាកលវិទ្យាល័យជីងណានអ៊ីចឹងពួកយើងភ្នាល់គ្នាមើលប្រតិកម្មរបស់ហែងឥឡូវគាត់ត្រូវតែស្ដាប់ខ្ញុំហើយទិញនៅជាក្រុងហើយមិនប្រកែកជាមួយឯងទេកូនស្រីសប្បាយចិត្តជាការស្រេចប៉ាម៉ាក់ខ្ញុំដឹងថាប៉ាម៉ាក់តាំងពីតូចខ្លាចខ្ញុំមានគ្រោះថ្នាក់តែឥឡូវខ្ញុំធំហើយខ្ញុំមិនឲ្យគេបោកប្រាស់ខ្ញុំទេប៉ាម៉ាក់កុំបារម្ភខ្ញុំនឹងការពារយ៉ាវយ៉ាវឲ្យបានល្អចៅជីពួកយើងមិនមើលថាអញនិយាយអ្វីទេគឺមើលថាអញធ្វើអ្វីវិញទេពួកយើងពីរនាក់មកដល់ស្រុកហើយប៉ាឯងហ៊ានសង្កត់សង្កិនកូនស្រីពួកយើងខ្ញុំនិងលោកស៊ីនមិនលើកលែងឲ្យឯងទេណាម៉ាក់មានម៉ាក់នៅទីនេះហ៊ានអ្នកណាក្មេងខូចអាជឺបងស្រីក្មេងខូចត្រឡប់មកស្រុកវិញហើយហាមលែងឲ្យសោះណាដឹងទេឈឺណាស់បងស្រីស្អីគេញ៉ៃញ៉ៃនឹងគេហៅថាបុរាណវិជាមើលថែប៉ាម៉ាក់ផងដឹងថាឯងមើលថែពួកគាត់បានអូខេកុំនិយាយច្រើនពេកមិនខ្លាចប្តីឯងធុញទេអីអាជឺនេះជាពេលដែលខ្ញុំនៅបរទេសចូលរួមក្នុងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រក្លឹបបុរាណវិជាក្រុងឆ្អឹងមនុស្សគេអញ្ជើញខ្ញុំហើយផ្ញើឲ្យឯងក្លឹបនេះពិបាកចូលណាស់បងឯងមានរបស់នេះទៀតផងបងថ្លៃបងឯងលយមេះឡើងឡានមកយ៉ាវយ៉ាវអូនខំប្រឹងម្លេះគឺមកពីមិនចង់ធ្វើឲ្យគ្រួសារអូនខកចិត្តមែនទេពួកគាត់ស្រឡាញ់អ្នកខ្លាំងណាស់ពេលក្រោយខ្ញុំនឹងខំប្រឹងឲ្យបានល្អស្រឡាញ់អ្នកដូចគ្រួសារកុំឲ្យពួកគាត់បារម្ភចាដូចជាកំពុងរងចាំខ្ញុំនៅបន្ទប់ស្នាក់នៅអាឡូចាខ្ញុំត្រឡប់ទៅវិញភ្លាមនេះអូខ្ញុំមិនបានមើលខុសទេលោកសាស្តាចាជើកំពុងអុកគឺពិតជាអ្នកមែនអូខេអ្នកឯងរៀបចំឧបករណ៍បានល្អណាស់ខ្ញុំយល់ហើយលោកសាស្តាចាចូលនឹងណាប្តីរបស់មនុស្សគ្រប់គ្នាចាជាឯងមិនអីទេណាឯងអត់យល់ចិត្តសោះរឿងបែបនេះហេតុអីមិនប្រាប់ខ្ញុំមុនចាជីពិតជាមិនខុសពីឯងមែនស្ងាត់បែបនេះដោះស្រាយបានហើយប្រុសស្អាតប្រចាំសាលាចាជីឯងលែងខឹងខ្ញុំហើយមែនទេមិនមែនឯងតែងតែចូលចិត្តសាស្ត្រាចារ្យជូទេឬយ៉ាវយ៉ាវមើលឯងគិតទៅណាហើយនោះក្នុងចិត្តខ្ញុំគ្មាននរណាម្នាក់សំខាន់ជាងអ្នកទេប៉ុន្តែអ្នកពិតជាលែងលេះយីឈីយូមែនឬប្រកាសណាស់គាត់រវល់ដោះស្រាយជាមួយជាងស៊ីងទេចាំបន្តិចអ្នកទើបតែនិយាយថាយីឈីយូ
ស្រីកំណានដែលគាត់រកនោះគឺជាជាងឆេនថ្ងៃរៀបការរបស់ខ្ញុំពួកគេនៅតែណាត់ជួបគ្នាទៀតពិតជាហួសហេតុពេកហើយគ្មានភាពខ្មាស់អៀនសោះខ្ញុំនឹកឃើញហើយខ្ញុំថាចិញ្ចៀនដែលជាងឆេនពាក់នោះមិនក៏ដូចចិញ្ចៀនរបស់ឯងម្លេះពួកគេពីរនាក់នោះអៀនខ្មាស់អីម្លេះយ៉ាងណាក៏ខ្ញុំបោះចោលដែរតើអ្នកនឹងសាស្ត្រាចារ្យជួស្គាល់គ្នាដោយរបៀបណាគឺថាថ្ងៃរត់ចោលការបានជួបគ្នានៅក្នុងសន្តាគារហើយបានផឹកស្រាទួចដេកមួយយប់ព័ត៌មានច្រើនពេកហើយបន្ទាប់មកឯងប្រាប់ថាឯងមានផ្ទៃពោះខ្ញុំមិនភ្ញាក់ផ្អើលទេមិនដឹងអញ្ចឹងគឺថាឯងទៅនៅជាមួយសាស្ត្រាចារ្យជើមែនហើយគាត់នឹងមកយកខ្ញុំបន្តិចទៀតនេះខ្ញុំត្រូវត្រឡប់ទៅរៀបចំអេវ៉ាន់សិនព្រះក្នុងដួងចិត្តមកយកឯងហោះហើយឯងក៏ជាម៉ាក់គេហើយតើរឿងតូចតាចបែបនេះទុកឲ្យខ្ញុំធ្វើទៅបានហើយសូមអរគុណយាយឆៃឥឡូវនេះខ្ញុំយ៉ាងម៉េចក៏គិតថាខាងសាច់ញាតិខាងម្ដាយរបស់ប្រពន្ធសាស្ត្រាចារ្យជូតើឯងអាចនិយាយជាមួយអ្នកនៅផ្ទះឯងបានទេកុំហៅឈ្មោះខ្ញុំពេលរៀនទៀតអីហើយកុំឲ្យខ្ញុំធ្លាក់មុខវិជ្ជាទៀតអីបានទេកុំសង្ឃឹមអីឲ្យខ្ញុំមកសង្សារខ្ញុំសុងយូជានាងដឹងហើយរឿងពួកយើងរៀបការអរគុណតែជួយជាយ៉ាវយកអីវ៉ាន់មិនអីទេមិនអីទេចឹងយើងទៅផ្ទះវិញទៅខ្ញុំធ្វើម្ហូបឆ្ងាញ់ឲ្យញ៉ាំបាយទាំងនេះទាំងអស់នេះសម្រាប់ខ្ញុំមែនទេឲ្យតែអូនចូលចិត្តរឿងយកមុននោះនឹងលែងកើតមានទៀតហើយអូនទៅធ្វើម្ហូបសិនហើយរឿងធ្វើម្ហូបទុកឲ្យបងចោះចឹងខ្ញុំទៅលាងបន្លែអូនឯងជាមនុស្សមានផ្ទៃពោះហាមប៉ះទឹកត្រជាក់អញ្ចឹងខ្ញុំគ្មានអ្វីអាចជួយបានទេងាកមករួចហើយអូទឹកពោតដែលម៉ាក់កំដៅឲ្យកូនព្រឹកមិញកុំភ្លេចញ៉ាំណាទើបតែពេលនេះខ្ញុំដឹងថាការដែលមានគេខ្វល់ខ្វាយពិតប្រាកដគឺនៅក្នុងជីវិតរស់នៅគ្រប់រឿងតូចទាំងអស់មិនកំរើកចង្កេះសោះមិនឃ្លានទេអីនៅផ្ទះពួកយើងចាស់ញ៉ាំមុននៅផ្ទះពួកយើងក្មេងញ៉ាំមុនខ្ញុំមិនជួបគេបោកលុយទេដឹងចាំកូនជ្រូកធំចាំកាប់ទាំងអស់គ្នាគួរឲ្យខ្លាចណាស់ញ៉ាំទៅគេងអបសាស្ត្រាចារ្យឲ្យចៅមានអារម្មណ៍យ៉ាងម៉េចដែរអត់ទេពួកយើងគេងចែកគ្នាប្រុសសង្ហារដំឡឹងតើចុះឡើងក្នុងផ្ទះឯងនេះមិនចេះឲ្យតម្លៃសោះចែកចង់គាត់ឲ្យងាប់ទៅសម្រាលកូនមួយហើយសម្រាលកូនទីពីរទៀតបើអត់ចឹងខាត់លោកសាស្ត្រាចារ្យជូអស់ហើយសែនល្អម្ល៉ាំងសម្រាលកូនមួយហើយសម្រាលកូនទីពីរទៀតបើអត់ចឹងខាត់លោកសាស្ត្រាចារ្យជូអស់ហើយសែនល្អម្ល៉ាំងលោកសាស្ត្រាចារ្យជូមុនចូលគេងភ្លេចរឿងមួយរាល់យប់មុនពេលចូលគេងកុំភ្លេចផឹកទឹកដោះគោមួយកែវអរគុណលោកសាស្ត្រាចារ្យជូលោកទៅតែបានឬមែនទេរវាងមិត្តសម្លាញ់ការនិយាយរឿងឯកជនខ្លះជារឿងធម្មតាផឹកទឹកដោះគោរួចហើយកុំភ្លេចដុសធ្មេញមុនចូលគេងណាអញ្ចឹងរាត្រីសួស្តីរាត្រីសួស្តីសុងយូជាថ្ងៃក្រោយកុំនិយាយផ្ដេសផ្ដាសបន្តិចទៀតខ្ញុំស្លាប់ដោយសារអញហើយអូព្រះអើយ
ចុះឥឡូវឯងមានផ្ទៃពោះមែនការងារក្រៅម៉ោងមុនឈប់ឬអត់ខ្ញុំបានប្រាប់ហើយតើតែបងលីថារកអ្នកមកជំនួសខ្ញុំមិនទាន់បានលឿនទេអញ្ចឹងត្រូវធ្វើប៉ុន្មានថ្ងៃទៀតសិនអាឡូជីជីឥឡូវខ្ញុំទៅធ្វើការក្រៅម៉ោងហើយទេអញ្ចឹងត្រូវធ្វើប៉ុន្មានថ្ងៃទៀតសិនអាឡូជីជីឥឡូវខ្ញុំទៅធ្វើការក្រៅម៉ោងហើយល្ងាចនេះអត់បានញ៉ាំបាយជាមួយឯងទេយ៉ាវយ៉ាវមកតាមខ្ញុំលេងខ្ញុំទៅយ៉ាវយ៉ាវខ្ញុំឮថាឯងធ្វើឲ្យសាស្ត្រាចារ្យខាងក្រៅខឹងមានរឿងអីហ្នឹងមានល្បិចអីទៀតហើយកុំបារម្ភអីខ្ញុំមិនអីទេចាំងស៊ីងត្រូវគ្រូផ្អាកការងារជាជំនួយការសំបីតែការជ្រើសរើសសិស្សឆ្នើមក៏រងផលប៉ះពាល់ដែរខ្ញុំឮថាអ្នកនឹងសាស្ត្រាចារ្យភ្ញៀវជាសាច់ញាតិអញ្ចឹងឯងថ្ងៃនេះឯងមកជួបខ្ញុំគឺរឿងជាងឆេនជាមិត្តខ្ញុំជួយខ្ញុំបន្តិចទៅបានទេនៅតែដូចមុនដដែលបានបើខ្ញុំទំនេរខ្ញុំនឹងនិយាយជួយខ្ញុំដឹងហើយយ៉ាវយ៉ាវស្រឡាញ់ខ្ញុំជាងគេល្ងាចនេះទៅញ៉ាំនៅភោជនីយដ្ឋានរបស់ហែងយ៉ាងម៉េចដែរសុំទោសល្ងាចនេះខ្ញុំមានរឿងត្រូវធ្វើថ្មីនេះឯងកើតអីហ្នឹងញ៉ាំបាយជាមួយខ្ញុំក៏ពិបាកម្លេះមានអ្នកណានិយាយអីទៀតហើយមែនទេនិយាយដើមអីទៀតហើយស៊ីនជាយ៉ាវលោកសាស្ត្រាចារ្យជើសិស្សជាយ៉ាវរបាយការណ៍គម្រោងរបស់អ្នកបើមិនប្រកល់បើអញ្ចឹងលែងមានពិន្ទុប្រចាំខែហើយណាចាស់សបាតជ្រាបហើយឥឡូវខ្ញុំទៅធ្វើភ្លាមឲ្យតែជួយគឺបានហើយសន្សំលុយបាយបានទៀតអញ្ចឹងអ្នកឯងធ្វើការសិនទៅកុំធ្វើការខ្លាំងពេកចង់កិច្ចពីគាត់ខ្ចៅដោះស្រាយណាស់អញ្ចឹងក្រោយរៀនចប់ពេលល្ងាចខ្ញុំទៅទទួលឯងត្រឡប់ទៅផ្ទះលោកសាស្ត្រាចារ្យជួទៅទទួលខ្ញុំអញ្ចឹងរឿងធ្វើការក្រៅម៉ោងក៏លាក់លែងចិត្តហើយសៀវខ្ញុំទៅមុនហើយណារបស់ដែលនៅសល់ប្រគល់ឲ្យឯងហើយតារាប់ណាខ្ញុំរត់លឿនគ្រប់គ្រាន់លោកសាស្ត្រាចារ្យចូលនឹងមិនដឹងទេសុំទោសណាឃ្លានទេចង់ញ៉ាំអីមាន់បំពងទៅមានអីមែនទេខ្ញុំស្មានថាឯងមិនឲ្យខ្ញុំញ៉ាំរបស់បែបនេះទេហើយថាធ្វើនេះដើម្បីល្អដល់ខ្ញុំយ៉ាវយ៉ាវទោះបីជាឯងមានផ្ទៃពោះក៏ដោយប៉ុន្តែការសប្បាយចិត្តសំខាន់ជាងគេខ្ញុំនឹងការពារឯងតែប៉ុណ្ណោះមិនចង់អ្នកទេគាត់ពិតជាប្លែកទៅហើយទៅអរគុណមិនក៏មកទីនេះបានហាងនេះផ្ដល់ផ្កាយខ្ពស់ជាងគេចាំខ្ញុំនៅទីនេះខ្ញុំទៅកំងម្ហូបសិនឯងមានអីហ្នឹងទៅជាមូខំខ្ញុំកេះតិចមើលចាំខ្ញុំខ្វាច់មិនបាច់ទេទៅជាគិតច្រើនពេកទេទៅជាអត់មានមុខផងញ៉ាំទៅនៅក្តៅឆ្ងាញ់ឆ្ងាញ់ម្លេះលោកញ៉ាំទេភ្លេចថាធម្មតាលោកសាស្ត្រាចារ្យឲ្យជើមិនសូវចូលចិត្តស្មានថាលោកមិនញ៉ាំរបស់ទាំងនេះសោះធម្មតាខ្ញុំមិនញ៉ាំទេតែបងឯងឲ្យស៊ីខុសគេខុសអីបងឯងឲ្យស៊ីដោយអារម្មណ៍ល្អរសជាតិខុសគ្នាស្មានតែឯងមិនស៊ីរបស់ទាំងនេះតែបងឯងឲ្យស៊ីខុសគេហេយ៉ាងម៉េចអ្វីដំណើរការល្អទេមិនមានអ្នកណាឃើញទេមែនទេអត់ទេអ្វីដំណើរការល្អខ្ញុំណែនាំអ្នកថាសារភាពទៅល្អជាងកុំឲ្យមានបញ្ហានៅពេលក្រោយប្រហែលជាមិនអីទេខ្ញុំគិតថាគាត់មិនខឹងខ្ញុំទេសុទ្ធតែគាត់នឹងទៅជាស្រឡាញ់គ្នាក្រោយរៀបការហើយមែនទេមើលទៅលើកនេះទៅជាខុសពីមុនមែនទេហើយថែមទាំងផ្អែមល្ហែមបន្តិចទៀតផងប្អូនប្រុសលោកសាស្ត្រាចារ្យជូខ្ញុំពិតជាមិនអាចក្បត់មិត្តភក្តិខ្ញុំបានទេចង់ធ្លាក់មែនទេ
ចម្លែកម្លេះចាមិនមែនថាចាថាម៉ោង9កន្លះផ្ញើឯកសារកិច្ចការផ្ទះឲ្យខ្ញុំទេតើសូមស្វាគមន៍ត្រូវការអ្វីដែរសាស្ត្រាចារ្យជូអីយ៉ាមកជួបគ្នានៅទីនេះសោះមិនមែនចៃដន្យទេខ្ញុំមកជួបអ្នកតែម្ដងអូតាមពិតអ្នកមិនចេញពីធ្វើការម៉ោង10យប់ទេចុះប៉ុន្មានថ្ងៃនេះអ្នករត់ទៅរត់មកលំបាកប៉ុណ្ណាទៅអ្នកមិនខឹងខ្ញុំដែលលាក់បាំងអ្នកទេខ្ញុំធ្លាប់និយាយហើយតារាបណាជារឿងដែលអ្នកចង់ធ្វើមិនគ្រោះថ្នាក់ខ្ញុំប្រកាសជាមិនលូកដៃទេប៉ុន្តែអ្នកអាចប្រាប់ខ្ញុំបានអ្នកមិនខ្វះលុយទេហើយអ្វីបានជាមកធ្វើការក្រៅម៉ោងខ្ញុំចង់សាកល្បងជីវិតចង់ស្គាល់សង្គមខ្លះល្អណាស់អញ្ចឹងចាប់ពីថ្ងៃស្អែកទៅខ្ញុំរៀបចំឲ្យអ្នកចូលធ្វើកម្មសិក្សានៅមន្ទីរពេទ្យសហគមន៍លោកសាស្ត្រាចារ្យឲ្យចូលមិនទាន់និយាយការពិតទៀតកាលពីមុនពេលតាក់ទងស្នេហាជាមួយយូឈីចង់រកលុយដោយខ្លួនឯងបន្តិចបន្តួចដើម្បីទិញកាដូឲ្យគាត់ចុងក្រោយកាដូមិនទាន់បានជូនផងទើបដឹងថាគាត់ជាមនុស្សបែបណាប៉ុន្តែធ្វើអ្វីក៏ត្រូវមានដើមមានចុងដែរដូច្នេះខ្ញុំក៏មិនអាចឈប់ធ្វើក៏ឈប់ធ្វើបានដែរបែបហ្នឹងទើបជាស៊ីនជីយ៉ាវរបស់ខ្ញុំតែរឿងទាំងនេះកន្លងផុតទៅហើយខ្ញុំលែងធ្វើទៀតហើយរឿងដែលគ្មានន័យតាមពិតទៅអ្នកធ្វើអ្វីក៏ដោយអាចប្រាប់ខ្ញុំបានខ្ញុំគិតថាអ្នកឯករាជ្យណាស់វាល្អណាស់ប៉ុន្តែទោះធ្វើអ្វីក៏ដោយកុំឲ្យខ្លួនឯងពិបាកចិត្តដាច់ខាតចាសោះកុំធ្វើឲ្យខ្លួនឯងពិបាកចិត្តណាមានអារម្មណ៍ថាគាត់កំពុងធ្វើឲ្យខ្ញុំខ្លាចជាមនុស្សដែលល្អជាងមុនមកអីគេកម្លាំងមនុស្សម្នាក់នឹងមានកម្រិតឥឡូវនេះការសិក្សាគឺសំខាន់បំផុតទោះបីជាកូនឯងមានផ្ទៃពោះក៏ដោយក៏មិនត្រូវហួសហេតុពេកដែរបំផ្លាញសុខភាពខ្លួនឯងយល់ទេចា៎លោកសាស្ត្រាចារ្យឲ្យចូលនិយាយត្រូវខ្ញុំគួរតែយកពេលទៅធ្វើរឿងដែលមានប្រយោជន៍អូលោកសាស្ត្រាចារ្យឲ្យចូលស្រាប់ហើយអ្វីមិនប្រើលោកសាស្ត្រាចារ្យឲ្យចូលលោកអាចជួយខ្ញុំរៀនបន្ថែមបានទេមេរៀនមែនទេយ៉ាវស្ងប់ស្ងាត់សិនមកស៊ីនជីយ៉ាវទៅរៀនគូមែនទេទៅនេះគឺជាបេះដូងរបស់យើងផ្នែកកាត់តឹងមួយបន្ទប់បេះដូងខាងឆ្វេងវាស្ថិតនៅខាងក្រោយខាងស្ដាំនៃបន្ទប់បេះដូងខាងស្ដាំនិងពីលើបន្ទប់បេះដូងខាងឆ្វេងម្យ៉ាងទៀតនៅផ្នែកខាងមុខនៃបន្ទប់បេះដូងខាងឆ្វេងផ្នែកដែលលេចចេញទៅខាងស្ដាំខាងមុខត្រូវបានគេហៅថាត្រចៀកបេះដូងខាងឆ្វេងសន្ទះមីក្រូនៅក្នុងបេះដូងខាងឆ្វេងបិទនៅពេលដែលវាកន្ត្រាក់ឯងស្ដាប់អត់ស្ដាប់តើនេះជាលើកទី2ហើយដែលឯងមិនបានផ្ចង់អារម្មណ៍ក្នុងថ្នាក់របស់ខ្ញុំឬមួយខ្ញុំបង្រៀនមិនសូវល្អអត់ទេតើអញ្ចឹងប្រាប់ហេតុផលមកនិយាយមិនចេញធ្លាក់ត្រូវតែនិយាយមែនទែនគិតយ៉ាងម៉េចព្រោះតែអ្នកស្អាតពេកបិទរួមថ្នាក់ឆេងឆេវអ្នកពិតជាគិតថាខ្ញុំមិនឲ្យអ្នកធ្លាក់មែនទេអញ្ចឹងខ្ញុំទៅមើលមេរៀនវិញហើយណាចប់ហើយលេងសើចខ្លាំងពេកប្រាប់ខ្ញុំម្ដងទៀតមើលបញ្ហាដែលខ្ញុំទៅតែនិយាយមិញហ្នឹងនិយាយឡើងវិញមើលនិយាយមិនបានហាមគេងហាមមើលខ្ញុំមួយរយៈនេះខ្ញុំងុយគេងណាស់រៀនបានដល់ណាហើយមកអង្គុយសិនមកមិនអីទេការក្អួតចង្អោរគឺជារឿងធម្មតាក្នុងពេលមានផ្ទៃពោះដំបូងចាំខ្ញុំមួយផ្លែត
នេះអាស៊ីត folic ចាប់ពីពេលនេះទៅត្រូវញ៉ាំមួយរាល់ថ្ងៃដឹងទេសៀវស៊ីនមិនក៏ស្រាប់តែចង់លីឈប់បងលីខ្ញុំមកធ្វើការក្រៅម៉ោងនៅទីនេះគឺដើម្បីរកលុយចាយវាយតិចតួចទេប៉ុន្តែថ្មីនេះការសិក្សាខ្ញុំច្រើនពេកហើយដូច្នេះខ្ញុំត្រូវលាអ្នកទាំងអស់គ្នាសិនហើយអរគុណបងខ្លាំងណាស់ដែលបានមើលថែខ្ញុំកន្លងមកចឹងហ៎អញ្ចឹងលើកក្រោយនាំមិត្តភ័ក្តិមកលេងទៀតណាកន្លែងខ្ញុំស្វាគមន៍ជានិច្ចបញ្ចុះតម្លៃឲ្យ20អរគុណលោកលីធ្វើការថ្ងៃនេះចប់ហើយយ៉ាវមិនក៏ឯងនៅទីនេះខ្ញុំធ្វើការក្រៅម៉ោងនៅទីនេះចុះពួកឯងវិញនាងមិនមែនមករឿងសាស្ត្រាចារ្យởខាងក្រៅទេនាងរងឥទ្ធិពលហើយខ្ញុំត្រូវតែតបស្នងខ្លះហើយចៃដន្យអីខ្ញុំជាអ្នកចេញលុយញ៉ាំបាយពួកយើងទៅជាមួយគ្នាទៅតាមពិតគួរតែខ្ញុំជាអ្នកចេញលុយទេតែយីឈីពិតជាគូដណ្ដឹងរបស់ខ្ញុំអ្នកណាចេញលុយក៏ដូចគ្នាដែរមែនទេមើលថាឯងអាចធ្វើពុតបានដល់ពេលណាឥឡូវអាហារនេះចាត់ទុកថាម៉េចចាត់ទុកថាអ្នកទាំងពីរចិញ្ចឹមខ្ញុំគូស្នេហ៍ទាំងពីរអ្នកនេះក៏ជាគូស្នេហ៍យើងទាំងពីរអ្នកដែរកុំខឹងអីណាអ្នកបម្រើជួយកុំម៉ងម្ហូបផងយកមួយនេះចុះឈុតគូស្នេហ៍ពីរអ្នកប្រកាសហើយឬមិនបានទេមែនទេចាំបន្តិចសិនទៅកុំធ្វើហួសហេតុពេកឯងមិនដឹងទេឬប៉ាខ្ញុំស្រឡាញ់គាត់ជាងគេទោះបីជាឲ្យគាត់ដឹងក៏ដោយរឿងយើងទាំងពីរយ៉ាងម៉េចទៅខ្ញុំគ្រាន់តែចង់ឲ្យគាត់ដឹងខ្លួនឯងខ្ញុំកំងឈុតគូស្នេហ៍សម្រាប់ពីរនាក់មិនក៏ខុសគ្នាបងស្រីជាងសិនទោះខ្ញុំមិនញ៉ាំហិរទេដូច្នេះពីមុនពេលយីជឿនាំខ្ញុំមកគាត់តែងតែជួយរើសម្ទេសចេញឲ្យខ្ញុំក្រោយមកគាត់ក៏ឈប់ហូបហិរដែរអញ្ចឹងហើយទើបខ្ញុំមិនបានដាក់ឯងដឹងយូរហើយចេតនាធ្វើឲ្យខ្ញុំខឹងមែនទេបងស្រីកុំខឹងអីណាមានរឿងខ្លះមានតែខ្ញុំជាគូដណ្ដឹងទេដែលដឹងជារឿងធម្មតាទេដែលអ្នកផ្សេងមិនដឹងនេះហើយជារបៀបដែលអ្នកប្រព្រឹត្តចំពោះមិត្តភក្តិរបស់ខ្ញុំគ្មានសូវធម៌សោះខ្ញុំនិយាយអ្វីខុសមែនទេកុំភ្លេចគិតលុយខ្ញុំបញ្ចុះតម្លៃឲ្យនៅ20%អ្នកបម្រើមកកុំម៉ងម្ហូបមកហើយឯងធ្វើអីហ្នឹងខ្ញុំអត់បានធ្វើអីផងឯងប៉ះខ្ញុំច្បាស់ណាស់មានរឿងអីហ្នឹងនេះគឺគាត់បានចាប់ស្ទាបអង្អែខ្ញុំវាជាអំពើអាហាភាសខ្ញុំអត់បានធ្វើខ្ញុំគ្រាន់តែដើរកាត់ផ្លូវធំប៉ុណ្ណឹងឯងធ្វើដោយចេតនាល្មមបានហើយសៀវស៊ីននោះហុងវិនមើលទៅជាក្មេងស្មោះត្រង់គេមិនធ្វើរឿងបែបនេះទេមិនសារភាពមែនទេអូខេទៅប៉ុស្តិ៍ប៉ូលីសហេតុអ្វីខ្ញុំត្រូវទៅជាមួយអ្នកឈួតទេមិនទៅមែនទេសៀវស៊ីនមិនគួរដល់ថ្នាក់នេះទេចុះហត្ថលេខាទៅច្បាស់ណាស់ថាគេធ្វើបាបមុននៅតែមិនព្រមសារភាពទៀតខ្ញុំគ្រាន់តែការពារខ្លួនប៉ុណ្ណោះនេះមិនមែនជាការឆ្លុះប្រកែកគ្នាទេខ្ញុំមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រុះសម្រួលនេះទេតើអ្នកមានភស្តុតាងអ្វីដើម្បីបញ្ជាក់ថាភាគីម្ខាងទៀតបានបៀតបៀនប្រសិនបើមានភស្តុតាងឥឡូវនេះគួរតែជាវេនគាត់ចុះហត្ថលេខាលើការសារភាពកំហុសកិរិយាបថរបស់អ្នកធ្វើបាបមនុស្សដោយចេតនាគឺកំហុសរបស់ឯងនឹងប្រញាប់ហៅគ្រួសារឯងមកធានាខ្លួនបើមិនចឹងយប់នេះកុំសង្ឃឹមថាបានទៅណាអាឡូលោកសាស្ត្រាចារ្យចៅយ៉ាវនៅឯណានឹងប៉ុស្តិ៍ប៉ូលីសអាចរំខានអ្នកឯងមកទីនេះបន្តិចបានទេយ៉ាងម៉េចហើយមានរបួសអីទេអត់ទេអាថោកទៀតនោះរបួសធ្ងន់ជាងខ្ញុំទៀតយ៉ាវអាចសន្យានឹងខ្ញុំបានទេកុំប្រថុយប្រឋានខ្លួនឯងទៀតមិនខឹងខ្លាំងពេកទប់មិនបានតែមិនអីទេយ៉ាងណាក៏ឥឡូវគេមានប្រវត្តិដែរសង្ឃឹមថាគេលែងហ៊ានទៀតហើយឆ្លាតណាស់តែពេលក្រោយបើដោះស្រាយជាមួយមនុស្សអាក្រក់កម្លាំងបាយបែបនេះទុកឲ្យខ្ញុំធ្វើទៅសុខសប្បាយទេឯងបារម្ភពីខ្ញុំមែនទេប្រកាសណាស់ខ្ញុំបារម្ភពីឯងខ្ញុំខ្លាចឯងមានរឿងអី
អ្នកជាប្តីរបស់សៀវស៊ីនមែនទេរឿងនេះគ្រាន់តែជាការយល់ច្រឡំទេទោះបីជាសៀវស៊ីនលែងមកធ្វើការក៏ដោយខ្ញុំនៅតែមិនចង់ឲ្យរឿងរ៉ាវคล้ายទៅជាបែបនេះទេរឿងនឹងបានដោះស្រាយហើយចំណែកឯមេត្រីភាពក៏មិនចាំបាច់ចឹងខ្ញុំឲ្យហុងវិនសុំទោសចុះហុងវិនសុំទោសប្រញាប់ឡើងទៅឲ្យឆាប់ទៅកុំឲ្យមកជួបខ្ញុំទៀតទៅតែគូតឯងស្អាតណាស់ឯងមិនអីទេមិញថាឲ្យស្ងប់ចិត្តមិនមែនអីចឹងមិនអីទេខ្ញុំជាអ្នកវាយគេខ្ញុំអាចសង្លុយបាន250ឯងមើលងាយអ្នកណាឯងមានតម្លៃតែប៉ុណ្្នឹងទេល្មមទៅលោកសាស្ត្រាចារ្យជួសង្ហាណាស់នឹកស្មានមិនដល់សោះលោកសាស្ត្រាចារ្យចៅមិញនេះលោកសង្ហាណាស់នឹកស្មានមិនដល់ថាលោកឆ្លាតដែរចេះទៅបាំងកាមេរ៉ាទៀតឈឺទេបន្តិចបន្តួចប្រហែលជាប៉ះខាងក្នុងហើយអូមែនខ្ញុំទៅយកប្រេងកូឡាគ្រូសាខ្ញុំឲ្យអ្នកចាំខ្ញុំមួយផ្លែតដូចជាបោកក្មេងស្រីម្ដងកាលក៏សប្បាយម្យ៉ាងដែរក្លិនខ្លាំងបន្តិចហើយកុំប្រកាន់ណាមិនអីទេបើម៉ាសាខ្លាំងអាចឈឺណាលេខកូដសម្ងាត់529,999 529,999អូនស្រឡាញ់បងជាយ៉ាងស្អីគេនឹងស៊ូជាសួរថាយប់ស្អែកទៅញ៉ាំបាយជាមួយគ្នាទេគាត់ជាមិត្តរួមថ្នាក់វិទ្យាល័យរបស់ខ្ញុំគាត់ដឹងថាខ្ញុំរៀបការហើយគាត់ចង់ជួបអ្នកយប់ស្អែកទំនេរទេទំនេរអញ្ចឹងអ្នកគាត់វិញថាអុកទៅធម្មតាគាត់ផ្ញើតែពាក្យអុកឲ្យខ្ញុំទេថ្ងៃនេះសរសេរវែងម្លេះប្រកាសជាមិនមែនគាត់ទេឯងត្រឡប់ទៅវិញខ្លួនឯងទៅខ្ញុំទៅផឹកទឹកដោះគោលេខសម្ងាត់ទូរស័ព្ទរបស់សាស្ត្រាចារ្យចូលនេះពូកែម្លេះមិត្តភ័ក្តិរបស់អ្នកងាយស្រួលរាប់មិត្តភ័ក្តិរបស់អ្នកងាយស្រួលរាប់អានទេដល់ពេលមកដល់ឯងក៏ដឹងហើយឡាវចៅឯងលួចនិយាយអាក្រក់ពីខ្ញុំនៅមុខបងថ្លៃស្រីមែនទេណែនាំឲ្យស្គាល់ស៊ូជាពេទ្យកុមារនៅមន្ទីរពេទ្យសៀវហឺថ្ងៃក្រោយពួកយើងមានកូនអាចយកមកឲ្យគាត់មើលបានមិនក៏មកចាប់អារម្មណ៍លើខ្ញុំទៅវិញលេងសើចទេនេះជាបងថ្លៃស្រីមែនទេមើលទៅក្មេងជាងខ្ញុំសោះសុំសួរមួយឆ្នាំនេះអាយុប៉ុន្មានហើយសួស្ដី21អាយុ21ឆ្នាំអូខេលោកចៅលោកស៊ីចាស់ស៊ីខ្ចីហើយខ្ញុំសូមណែនាំខ្លួនទោះបីជាខ្ញុំជាគ្រូពេទ្យក៏ដោយប៉ុន្តែខ្ញុំចាស់ជូររបស់យើងសប្បាយជាងច្រើនខ្ញុំនៅតែគិតថាខ្ញុំមានជីវិតរស់រវើកជាងគាត់ខ្ញុំតែងតែគិតថាមនុស្សដូចចាស់ជូររបស់យើងអញ្ចឹងមួយជីវិតនេះរកប្រពន្ធមិនបានទេខ្ញុំគិតទុករួចហើយចាំដល់ខ្ញុំអាយុ30ឆ្នាំខ្ញុំនឹងទទួលគាត់មកចិញ្ចឹមគាត់នឹងម៉ាក់របស់សាស្ត្រាចារ្យអចៅនិយាយបែបហ្នឹងដូចគ្នាសាស្ត្រាចារ្យអចៅប្រហែលជាដោយសារតែកូនបានជាមកនៅជាមួយខ្ញុំហើយមើលទៅខ្ញុំទៅបន្ទប់ទឹកមួយផ្លែតអ្នកឯងនិយាយគ្នាទៅមានអីហៅខ្ញុំចប់ហើយតើខ្ញុំនិយាយអ្វីខុសមែនទេឯងគិតម៉េចមិនមែនខ្ញុំតែងតែបែបនេះទេខ្ញុំឃើញឯងអីចឹងមែនមានប្រពន្ធភ្លេចបងប្អូន
ចូលដល់ចំណុចសំខាន់វិញរៀបការភ្លាមអីចឹងមិនមែនជារបៀបធ្វើរបស់អញទេតើអ្នកទាំងពីរស្គាល់គ្នាដោយរបៀបណាអ្នកទាំងពីរបានដេកជាមួយគ្នាទេអូខេជូជីធម្មតាឃើញឯងដូចមនុស្សល្អមិននឹកស្មានថាឯងជាមនុស្សបែបនេះសោះនិយាយឲ្យល្អទៅមានអីហ្នឹងចង់ធ្វើឲ្យមិនព្រមនិយាយទៀតមិនមែនថាក្រោយពីយប់នោះស្រីម្នាក់នោះប្រាប់ឯងថានាងមានផ្ទៃពោះហើយមែនទេខ្ញុំជួបមនុស្សមិនតិចទេណាល្អអាក្រក់ខ្ញុំមើលដឹងទាំងអស់នាងមិនលេងសើចរឿងនេះទេម្យ៉ាងទៀតរឿងរៀបការគឺខ្ញុំជាអ្នកលើកឡើងចៃដន្យអីចឹងរឿងនេះត្រូវអរគុណដែលជួយអរគុណអីខ្ញុំប្រាប់ទុកមុនរឿងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេបើខ្ញុំដឹងមុនថាអ្នកសាហាវបែបនេះខ្ញុំមិនផឹកស្រាជាមួយអ្នកយប់នោះទេបន្តិចទៀតគាត់មកដល់ហើយកុំលើករឿងទាំងនេះប្រាប់គាត់ឲ្យសោះល្អអញ្ចឹងបងរៀបការជាមួយគាត់គឺដោយសារតែទំនួលខុសត្រូវមែនទេទំនួលខុសត្រូវចុះពួកបងទៅមុខយ៉ាងម៉េចទៀតចុះបងមិនអាចទ្រាំបែបនេះមួយជីវិតទេអ្នកណាថាទ្រាំគាត់ធ្វើនេះគឺដោយសារកូននិងទំនួលខុសត្រូវចំពោះខ្ញុំតែខ្ញុំអត់ទេអូយល្មមបានហើយកំរណាស់ណាអស់ចាណាស់ពួកយើងចង់ទៅយឺតសិនទេនាងដូចកញ្ជ្រោងតូចអីចឹងកុំប្រញាប់ប្រញល់ពេកចំណេះដឹងពេញមួយជីវិតខ្ញុំប្រើវាអស់ហើយហេតុអ្វីបានជានាងមិនទាន់ត្រឡប់មកវិញខ្ញុំទៅមើលសិនបើសិនជាគាត់គ្រាន់តែធ្វើតាមកាតព្វកិច្ចដូចជាខ្ញុំដេញតាមគាត់អីចឹងឲ្យគាត់ទទួលខុសត្រូវតែចម្លែកណាស់មិនក៏ខ្ញុំមានអារម្មណ៍ថាខកចិត្តបន្តិចទៅវិញងាយស្រួលទេឯងលួចស្រឡាញ់គាត់ហើយកុំប្រាប់ថាឯងមិនទាន់ដឹងខ្លួនណាខ្ញុំស្រឡាញ់សាស្ត្រាចារ្យជើខ្ញុំឆ្ងល់ណាស់តាមធម្មតារបស់ឯងគួរតែរកវិធីសងសឹកវិញទេថែមទាំងចូលទៅគេកំភ្លៀងគេពីដៃទៀតផងតែគេមិនបានធ្វើអ្វីខុសផងមួយរយៈនេះគេថែរក្សាខ្ញុំយ៉ាងល្អជួយមើលថែរឿងខ្ញុំផងមើលថែខ្ញុំក្នុងជីវិតរស់នៅហើយបង្រៀនខ្ញុំច្រើនណាស់ស្ដាប់មើលឯងលងស្នេហ៍គាត់ហើយមិនស្រឡាញ់គាត់ទៅចម្លែកចាខ្ញុំសម្រេចចិត្តហើយកាត់ចិត្តឲ្យដាច់បើគាត់មិនចូលចិត្តខ្ញុំអញ្ចឹងខ្ញុំក៏មិនចូលចិត្តគាត់ដែរឯងទៅណាខ្ញុំទៅមន្ទីរពេទ្យមួយផ្លែតដោះស្រាយរឿងនេះឲ្យដាច់ស្រេចកុំអោយគាត់ដោយសារតែទំនួលខុសត្រូវមកនៅជាមួយខ្ញុំឯងធ្វើអីសុំទោសលេខដែលអ្នកបានហៅមិនអាចប្រើបាននៅពេលនេះទេបើស្ដាយក៏លើកទៅអ្នកណាស្ដាយខ្ញុំស៊ីនជីយ៉ាវអាចកាន់បានអាចលែងបានយ៉ាវតាមពិតខ្ញុំគិតថាក្រសែភ្នែកលោកសាស្ត្រាចារ្យជូមើលមកឯងហាក់ដូចជាគាត់មានអារម្មណ៍ចំពោះឯងគាត់និយាយបែបហ្នឹងមែនឯងចង់ឲ្យខ្ញុំប្រាប់សំបីតែសំឡេងគាត់និយាយផងអីអូខេពួកយើងឈប់គិតពីគេទៅបើគេនៅជាមួយអូនហើយគឺមានតែទំនួលខុសត្រូវទេអញ្ចឹងពួកយើងបដូរទៅស្រឡាញ់អ្នកផ្សេងវិញបដូរទៀតហើយមិនមែនបដូរសម្លៀកបំពាក់ឯណាកុំបារម្ភលើកនេះបងស្រីចាត់ចែងឲ្យអូនឯងចង់ធ្វើអីទៀតហើយណាត់ជួបឯងគិតមើលបើពួកឯងនៅជាមួយគ្នាព្រោះតែកូនថ្ងៃណាមួយក៏ត្រូវបែកគ្នាដដែលយើងត្រូវត្រៀមទុកមុនត្រូវហើយនៅជាមួយគ្នាដើម្បីកូនថ្ងៃណាមួយក៏ត្រូវបែកគ្នាដែរចាស្អែកឯងទៅមន្ទីរពេទ្យជាមួយខ្ញុំមិនមែនទេដឹងឯងចង់ដោះស្រាយកូននឹងចោលមែនអូនអត់អីទេអូនមិនអីទេកូនក៏សុខសប្បាយទេបង្ហាញថាអូនមានសមត្ថភាពមើលថែខ្លួនឯងបានល្អទើបអាចចេញពីផ្ទះលោកសាស្ត្រាចារ្យជូបានបងប្រកាសហើយជឿយូរមិនស្មើឈឺឆាប់ជួបគ្នាជារៀងរាល់ថ្ងៃមានតែធ្វើឲ្យធ្លាក់ខ្លួនកាន់តែជ្រៅអូខេកុំខឹងអីណាទៅឯងទៅកន្លែងមួយជាមួយខ្ញុំអូខេមេរៀនថ្ងៃនេះសំខាន់សម្រាប់ការប្រឡងអ្នកទាំងអស់គ្នាទៅរំលឹកមេរៀនណាចប់ម៉ោង
មិនក៏គាត់អត់មកសាលាផងគាត់ទៅមន្ទីរពេទ្យចាជីឯងមកមើលកូនកាត់ខ្លួនឯងទៅបានហើយខ្ញុំជាស្ត្រីមានផ្ទៃពោះមិនសូវសមទេដឹងយ៉ាវឯងមកលេងខ្ញុំទៅណាខ្ញុំឲ្យខាងគេនាំប្រុសម្នាក់មកដែរមិនអៀនខ្មាស់ទេខ្ញុំទៅកំងមហូបអាឡូលោកសាស្ត្រាចារ្យជើលោកទៅមន្ទីរពេទ្យមិនដឹងស្លាប់ហើយលើកមុនខ្ញុំបានភ្ជាប់កាតដែលគាត់ឲ្យការទូទាត់លំនាំដើមដំបូងគឺកាតរបស់គាត់ឥឡូវឯងនៅឯណាខ្ញុំសួស្ដីខ្ញុំឈ្មោះជាងមីងអ្នកជាអ្នកដែលមកណាត់ជួបមែនទេគឺខ្ញុំទេដែលណាត់អ្នកថ្ងៃនេះឯងនឹងហើយជា user ឯងជឿលើពន្លឺទេអញ្ចឹងឯងគឺគ្មាន Ultraman ទេក្នុងលោកនេះចុះមិត្តឯងវិញចិត្តដល់ហើយជាខ្ញុំកំពុងចុះឈ្មោះនៅមន្ទីរពេទ្យប្រាកាសរបស់សាស្ត្រាចារ្យជូគាត់ដឹងថាខ្ញុំទៅមន្ទីរពេទ្យស្ងប់ស្ងាត់ពេលនោះខ្ញុំជួយឯងរើផ្ទះឲ្យតែរើលឿនល្មមគាត់ចាប់ឯងមិនបានទេមែនហើយអញ្ចឹងខ្ញុំត្រូវតែរត់ឲ្យលឿនត្រូវហើយបងស្រីស៊ីនហៅជឺនេះជាមនុស្សស្រីដែលខ្ញុំស្គាល់តាមអនឡាញសុងយូជានេះជាមិត្តរបស់គាត់ឲ្យស្គាល់គ្នាទៅបងស្រីពួកយើងត្រូវស្គាល់គ្នាទៀតទេអ្នករកមនុស្សបែបណាឲ្យខ្ញុំនឹងខ្ញុំក៏មិននឹកស្មានថាចៃដន្យឲ្យបែបនេះដែរគាត់ជាបងស្រីអ្នកហៅជាបែបនេះពួកយើងបដូរគ្នាទៅខ្ញុំណាត់ជួបបងស្រីអ្នកឯងនឹងចាមិនសមគ្នាទេអាហែងឈួតទេមនុស្សមើលតែសម្រស់ដូចហែងសាកសំតាមស្រឡាញ់បងស្រីអញឈួតមែនគាត់នៅលីវចុះហេតុអីខ្ញុំតាមស្រឡាញ់មិនបានអ្នកណាថាគាត់នៅលីវលោកសាស្ត្រាចារ្យជើមិនក៏មកដល់ទីនេះមកចាប់ម្នាក់តែចោលប្តីចោលកូនក្មេងអាក្រក់ក្មេងលោកសាស្ត្រាចារ្យជើថ្ងៃនេះពិតជាខ្ញុំមកណាត់ជួបយ៉ាវនាងមកជាមួយខ្ញុំទេអីចឹងហ៎អ្នកជាអ្នកណាពួកអ្នកមានទំនាក់ទំនងអ្វីនឹងគ្នាអ្នកគិតម៉េចពួកយើងជាគ្រួសារបងថ្លៃស្រីសុំទោសសមាជិកគ្រួសារខ្ញុំម្នាក់នេះចង់នាំគាត់ទៅផ្ទះហើយលោកសាស្ត្រាចារ្យជើលោកយល់ច្រឡំហើយខ្ញុំមិនបានណាត់ជួបទេពេលមានផ្ទៃពោះពាក់ស្បែកជើងស្រួលបន្តិចគាត់ពន្យល់ខ្ញុំបែបនេះមិនខ្វល់ខ្វាយសោះណាឬមួយអ្វីគឺដោយសារកូនពិតមែនមន្ទីរពេទ្យថាកូនសុខសប្បាយទេក្រោយមកខ្ញុំនឹងប្រយ័ត្នជាងនេះបើគ្មានអ្វីទេខ្ញុំសុំទៅបន្ទប់វិញមុនហើយយ៉ាវតើដោយសារតែអ្វីដែលខ្ញុំបាននិយាយទៅកាន់ស៊ូជាតើអ្នកនៅតែខឹងនឹងខ្ញុំមែនទេមើលទៅខ្ញុំមិនបានទីខុសទេខ្ញុំសូមទោសអ្នកចំពោះអ្វីដែលខ្ញុំបាននិយាយអ្វីដែលអ្នកបាននិយាយក៏ត្រឹមត្រូវដែរពួកយើងរៀបការពិតជាដោយសារតែទំនួលខុសត្រូវនោះគឺអូនឯងបងមិនដែលគិតដល់រឿងហ្នឹងទេអូនឯងបងចូលចិត្តអូនឯងបងចូលចិត្តអូនឯងតាមពិតមិនចង់និយាយឆាប់ពេកទេតែអូនឯងកញ្ជ្រោងតូចធ្វើឲ្យបងបារម្ភពេកហើយដឹងទេខ្ញុំមិញភ័យប៉ុណ្ណា
ហើយរឿងអីខ្ញុំខ្លាចឯងប្រាប់ភ្លាមថាឯងទៅមន្ទីរពេទ្យរំលូតកូនចោលខ្ញុំទៅមន្ទីរពេទ្យគឺចង់ទៅពិនិត្យមើលថាកូនធម្មតាឬអត់ហើយចាក់ចេញពីទីនេះមើលទៅខ្ញុំយល់ច្រឡំហើយមិនមែនចង់ចោលប្តីកូនទេតែចង់ចោលប៉ាចោលកូនយ៉ាវប្រាប់ម៉ាក់បានទេហេតុអីដោយសារតែពាក្យសម្ដីម៉ាក់ខឹងមែនទេមានន័យថាម៉េចរៀនពីអ្នកនឹងរៀនពីខ្ញុំអញ្ចឹងខ្ញុំអាចយល់ច្រឡំថាអ្នកឯងក៏ចូលចិត្តខ្ញុំដែរមែនទេមិនមែនយល់ច្រឡំទេខ្ញុំចង់និយាយបែបនឹងឯងយ៉ាវបងដឹងហើយថាចិត្តអូនពិបាកស្មានប៉ុណ្ណាចិត្តរបស់ខ្ញុំពិបាកស្មានជាងប្រធានបទវិទ្យាសាស្ត្រទៅទៀតពេលក្រោយអូនមិនសប្បាយចិត្តប្រាប់បងត្រង់មកបើមិនចឹងបងអត់ដឹងលួងអូនយ៉ាងម៉េចទេអូនមិនគួរយល់ច្រឡំបងសោះសាស្ត្រាចារ្យចូលល្អឥតខ្ចោះយ៉ាងនេះល្អហើយដែលអូនមិនបានធ្វើអ្វីខុសសាស្ត្រាចារ្យចូលលោកពិតជាទើបមានស្នេហាដំបូងមែនទេសង្ស័យខ្ញុំអញ្ចឹងសាកមើលទៅយ៉ាវកាត់អីហ្នឹងខ្ញុំនាំទៅមន្ទីរពេទ្យលោកគ្រូពេទ្យហេតុអ្វីបានជាគាត់ឈឺពោះកត្តាអំព្រីយ៉ងកត្តាឪពុកម្ដាយក៏អាចដែរបើមិនមានការប៉ះទង្គិចទេប្រហែលជាតាក់ទងនឹងអារម្មណ៍ប្រែប្រួលរបស់ស្ត្រីមានផ្ទៃពោះខ្ញុំបានចេញវេជ្ជបញ្ជាថ្នាំខ្លះឲ្យអ្នកហើយភាគច្រើនគឺលាបខាងក្រៅថ្ងៃនេះសង្កេតមើលមួយយប់សិនបើមិនមានបញ្ហាអីទេស្អែកអាចចេញពីមន្ទីរពេទ្យបានហើយអរគុណលោកគ្រូពេទ្យអ្នកឯងសម្រាកសិនទៅខ្ញុំទៅយករបស់មួយផ្លែតអាឡូជីយ៉ាវពេលពួកឯងត្រឡប់ទៅវិញធ្វើអីខ្លះមើលទៅលោកសាស្ត្រាចារ្យចូលនឹងទៅយប់នេះប្រហែលជាសប្បាយហើយមើលទៅសប្បាយដល់ថ្នាក់ចូលពេទ្យមេមានន័យថាមិនបានជាទៅដល់ពេទ្យយ៉ាវដោះខោចេញសិនមកបន្តទៅទៀតចុះឯងចង់មានន័យថាម៉េចខោអាវអ្នកជំងឺនៅពេទ្យប្រកាសជាមិនស្រួលខ្លួនទេពាក់អាវហ្នឹងខ្ញុំយកខោអាវផ្ទាល់ខ្លួនមកអុយនេះមិនអីទេខ្ញុំធ្វើខ្លួនឯងបានអញ្ចឹងផ្លាស់ខ្លួនឯងទៅធ្វើអីហ្នឹងបកខោអាវឲ្យអញតើមិនអីទេខ្ញុំធ្វើខ្លួនឯងបានបងជាប្តីអូនថែអូនជារឿងដែលបងត្រូវធ្វើសម្រាប់ទៅពេលខ្លីយ៉ាងនេះសោះសាស្ត្រាចារ្យជើគិតបានល្អិតល្អន់ម្លេះតែស្អាតយ៉ាងនេះរបស់លោកចៅបែរជាមកបោកខោអាវឲ្យខ្ញុំសោះយ៉ាវពេទ្យថាពេលនេះអូនអាចហាត់ប្រាណតិចបានហើយពួកយើងចាប់ផ្ដើមណាយ៉ាងម៉េចហើយកម្លាំងល្មមទេចាស់សមិនអីទេលោកសាស្ត្រាចារ្យឲ្យចៅចាំខ្ញុំធ្វើខ្លួនឯងក៏បានប្តីអ្នកឯងល្អម្លេះម៉ាសាឲ្យអ្នកឯងដល់ផ្ទះអូគ្រូពេទ្យថាលទ្ធផលអ្នកឯងអត់អីទេស្អែកអ្នកឯងអាចចេញពីពេទ្យបានហើយអរគុណបើអូនមិនចូលចិត្តហាត់ប្រាណចឹងចាប់ពីពេលក្រោយរាល់យប់បងលេបប្រេងម៉ាសាឲ្យអូនចាត់ទុកថាហាត់ប្រាណដែរបានបងគេងមុនហើយគេងទៅយ៉ាវកម្លាំងឯងនៅគ្រាន់បើទេប្រកាសហើយពេទ្យថាខ្ញុំត្រូវហាត់ប្រាណល្មមល្អណាស់អញ្ចឹងស្អែកឯងទៅដើរផ្សារជាមួយខ្ញុំណាអូខេហេតុអីចាំបាច់ហៅប្អូនប្រុសខ្ញុំមកធ្វើអីការងារធ្ងន់ដូចជាកាន់អីវ៉ាន់អីចឹងនឹងប្រកាសណាស់ត្រូវឲ្យប្រុសធ្វើបានល្អជាងបើមិនចឹងលើកក្រោយខ្ញុំនឹងហៅលោកសាស្ត្រាចារ្យចូលរបស់អ្នកមក
ឬមួយអ្នកទាំងពីរមានសកម្មភាពហត់នឿយផ្សេងទៀតហើយមែនទេឯងគិតអីហ្នឹងពួកយើងអត់មានផងមិនទៅរួចដូចជាគ្រប់3ខែអាចធ្វើអីបានតិចតួចហើយមែនទេហើយលោកសាស្ត្រាចារ្យជូសង្ហាម្លឹងនៅចំពោះមុខឯងខ្ញុំមិនជឿថាឯងទ្រាំបានទេណាបងស្រីខ្ញុំយ៉ាងម៉េចនឹងមិនឲ្យបងថ្លៃទៅដើរលេងជាមួយតែជាហៅខ្ញុំទៅវិញប្រហែលជាឆ្លោះគ្នាហើយមើលទៅតាមសម្ដីមិត្តភក្តិគាត់ដែលអ្នកបានប្រាប់និងសម្ដីម៉ាក់គាត់លោកសាស្ត្រាចារ្យជូប្រហែលជាមិនចូលចិត្តស្រីមែនទេហើយអ្នកក៏បានប្រាប់ដែរថាលើកមុនពួកឯងផឹកស្រាទើបបានជាបងថ្លៃមិនចូលចិត្តស្រីបែបនេះមិនបានទេបែបនេះមិនបានទេស្នេហ៍ខ្ញុំប្រាប់ប៉ាម៉ាក់ស្នេហ៍ខ្ញុំប្រាប់ប៉ាម៉ាក់ស្នេហ៍ខ្ញុំប្រាប់ប៉ាម៉ាក់ស្នេហ៍ខ្ញុំមានវិធីមួយដែលអាចជួយជំរុញទំនាក់ទំនងឲ្យកាន់តែល្អប្រសើរអ្នកធ្វើបែបនេះមិនអាចសួរឥឡូវនេះទេបើចឹងបងស្រីខ្ញុំអត់មុខមាត់ទេពិតជាបានមែនទេប្រកាសជាបានទិញកាដូអីចឹងវាអាចបង្កើនភាពស្និទ្ធស្នាលបំផុតអញ្ចឹងខ្ញុំសាកល្បងមើលប្អូនប្រុសយើងទៅចាស់សបងស្រីខ្ញុំនឹកឃើញភ្លាមប៉ាម៉ាក់រកខ្ញុំរសៀលនេះមានរឿងអីបន្តិចអ្នកទាំងអស់គ្នាធ្វើការសិនទៅខ្ញុំទៅមុនហើយក្មេងប្រុសអាក្រក់គួរទិញកាដូអីឲ្យគាត់ទៅមកវិញហើយប្រាកាសរបស់ខ្ញុំមែនទេមិនមែនទាំងអស់ទេចុះអាហ្នឹងគឺខ្ញុំទិញដោយលុយដែលខ្ញុំបានមកពីការងារក្រៅម៉ោងពីមុនជាកាដូសម្រាប់អូនមើលសិនមើលថាតើអូនចូលចិត្តអត់ចាស់បងឃើញអូនពីមុនមានទម្លាប់សរសេរដោយដៃដូច្នេះបងក៏ទិញប៊ិចឲ្យអូនកុំថាអត់ចូលចិត្តណារបស់ដែលអូនបងចូលចិត្តហើយអរគុណយ៉ាវអូខេញ៉ាំបាយទៅណានេះអីគេនឹងទឹកម្នះនេះអីគេនឹងទឹកម្នះលើកកែវកុំផឹកមានជាតិអាល់កុលសុំទោសណាពេលខ្ញុំទិញខ្ញុំមិនបានចាប់អារម្មណ៍ទេមិនអីទេញ៉ាំបាយសិនទៅលោកសាស្ត្រាចារ្យចៅតើអ្នកមិនអីទេប្រហែលជាមិនអីទេលោកសាស្ត្រាចារ្យជូមុខអ្នកក្តៅខ្លាំងណាស់ខ្ញុំដាំទឹកឲ្យអ្នកមួយកែវកុំអីខ្ញុំចង់អប់អ្នកមិនចូលចិត្តខ្ញុំមែនទេលោកសាស្ត្រាចារ្យចៅស្រវឹងហើយខ្ញុំនៅដឹងខ្លួនច្បាស់ណាស់លើកមុនលោកមិនបានឆ្លើយទេលោកសាស្ត្រាចារ្យចៅខ្ញុំឆ្ងល់ថាតើកំពុងសុបិនឬអត់សុំទោសផងណាថាមិនសូវពូកែទេមិនអីទេខ្ញុំក៏មិនសូវស្រួលដែរមិនអីទេពួកយើងរៀនសូត្របានលឿនណាស់ពួកយើងហាត់ច្រើនដងទៅនឹងចេះហើយអញ្ចឹងខ្ញុំចាប់ផ្ដើមហើយណាអ្នកអាចបើកមាត់បានទេប៉ាម៉ាក់មិនក៏ប៉ាម៉ាក់នៅទីនេះអាច្បោកកុំប៉ះបងស្រីខ្ញុំអាច្បោកកុំខ្លាចណាកូនសម្លាញ់ប៉ាម៉ាក់នៅទីនេះហើយមិនអោយអតិរិឆាននេះធ្វើបាបកូនបានទេខ្ញុំប៉ាម៉ាក់មានរឿងអីខុសគ្នាមែនទេមានការយល់ច្រឡំអ្វីមែនទេគ្មានការយល់ច្រឡំអ្វីទេស្អប់បំផុតពួកឯងនឹងពួកប្រុសកំណាចបោកប្រាស់រៀបការពិតហើយ
ម្ខាងសបាយនឹងសេរីភាពស្នេហាម្ខាងទៀតបោកប្រាស់ស្រីស្លូតត្រង់មនុស្សដូចឯងអត់សូវធម៌ផឹកថ្នាំចិនក៏មិនជាដែរពួកឯងកំពុងនិយាយអីហ្នឹងជឺប្រាប់អ្វីដែលឯងដឹងមកថ្ងៃនេះខ្ញុំនេះអស់ហើយតាមពិតឯងមិនចូលចិត្តស្រីទេយ៉ាវពាក្យនេះឯងនិយាយទេទោះយ៉ាវបានបញ្យល់ហើយក៏ដោយតែម៉ាក់នៅតែមានការសង្ស័យបន្តិចម៉ាក់ខ្ញុំមានផ្ទៃពោះហើយណាមិនអាចមនុស្សប្រភេទនេះគឺដើម្បីបកឯងឲ្យមានកូនទេឯងពិតជាគិតថាប៉ាជាមនុស្សចាស់បុរាណមែនឬអត់ដឹងអីសោះហ្នឹងគឺថាថ្ងៃនេះខ្ញុំដើរផ្សារឬគេនិយាយទាំងអស់ថាពេលអ្នករៀបការហើយអ្នកមិនដែលប៉ះពាល់គាត់សោះបងស្រីខ្ញុំកំពុងគិតរកវិធីដើម្បីអ្នកឯងស៊ីនហៅជឺប៉ាឯងមិនចង់ស្លាប់នៅស្ងៀមទៅប៉ាម៉ាក់កូនសុំទោសមានរឿងមួយដែលកូនបានកុហកប៉ាម៉ាក់កូនស្រីល្អមិនមែនជាកំហុសរបស់កូនទេចាស់សកូនសម្លាញ់កុំបានអីមនុស្សសង្ហាមិនមែនមានតែគាត់ម្នាក់ឯងឯណាមិនមែនរឿងនឹងទេតាមពិតទៅគូដណ្ដឹងដែលខ្ញុំក្រុងរៀបការជាមួយមិនមែនលោកសាស្ត្រាចារ្យចៅទេគឺកូនប្រុសរបស់ប្រធានក្រុមប្រឹក្សាភិបាលសាលាថ្ងៃរៀបការខ្ញុំចាប់បានថាគាត់ក្បត់ខ្ញុំដូច្នេះខ្ញុំក៏រត់ចោលការរៀបការតែម្ដងអីចុះអ្នកឯងនឹងឈ្មោះចៅនេះមានរឿងអីហ្នឹងតាមពិតទៅខ្ញុំជាអ្នកបង្ខំគាត់ក្រោយមកខ្ញុំក៏មានផ្ទៃពោះមិនចង់ឲ្យអ្នកទាំងអស់គ្នាព្រួយបារម្ភពួកយើងក៏រៀបការអ្នកទាំងអស់គ្នាខឹងណាស់អត់ទេប៉ាគិតថាខ្លួនឯងធ្វើមិនបានល្អទេបើមិនចឹងកូនស្រីឈឺចាប់ខ្លាំងម្ល៉េះមិនក៏នាងលាក់រឿងពីម៉ាក់អត់ទេគឺកូនមិនចង់ឲ្យប៉ាម៉ាក់ខកចិត្តទេចុះកូននឹងចូលជីរៀបការដោយសារតែទំនួលខុសត្រូវមែនទេកូនស្រឡាញ់គាត់ទេចូលចិត្តខ្ញុំក៏ចូលចិត្តដែរខ្ញុំដែលនៅជាមួយគាត់ខ្ញុំក៏ដូចគ្នាខ្ញុំចូលចិត្តឆាយ៉ាវខ្លាំងណាស់ខ្ញុំក៏ដូចគ្នាខ្ញុំចូលចិត្តឆាយ៉ាវខ្លាំងណាស់ឈួតលើកក្រោយស្ដាប់ឲ្យច្បាស់បន្តិចទៅបានទេខ្ញុំហ៊ានឯណាទៅសួររឿងបងស្រីខ្ញុំច្បាស់ជារសៀលខ្ញុំគេនិយាយបែបនេះពួកយើងទៅតែចាប់ផ្ដើមស្រឡាញ់គ្នាទេយឺតសិនទៅចាស់ធ្វើយឺតមើលទៅដូចជាពិតមែនឬពេលពួកយើងទៅចូលមកមនុស្សពីរនាក់មិនមែនផ្ដាសាយទេឬមិញនេះលោកសាស្ត្រាចារ្យចៅថាពួកយើងជាគូស្នេហ៍និយាយអីចឹងទៅដូចជាពិតជាមានអារម្មណ៍បែបនោះមែនលោកសាស្ត្រាចារ្យចៅម៉ាស៊ីនត្រជាក់នៅបន្ទប់ទទួលភ្ញៀវខូចហើយខ្ញុំអាចមកស្នាក់នៅមួយយប់បានទេបានឯងធូរស្រាលពីជាតិស្រវឹងបន្តិចហើយមែនទេខ្ញុំញ៉ាំថ្នាំហើយអូខេខ្ញុំចាំខ្ញុំលេបប្រេងឲ្យណាមករំខានហើយពេលលេបប្រេងបាត់ដៃត្រូវតែក្តៅទើបស្បែកអាចស្រូបបានលោកសាស្ត្រាចារ្យឲ្យចៅសុភាពណាស់ធ្វើម្ដងឆ្កងម្ដងធ្វើពីរដងចេះចាប់ពីពេលនេះទៅនេះជាលំហាត់ប្រាណមុនចូលគេងរបស់យើងហើយលំហាត់ប្រាណមុនចូលគេងលោកសាស្ត្រាចារ្យឲ្យចៅមិនក៏អាចនិយាយរឿងបែបនេះដោយទឹកមុខមើលមាត់ម្លេះអាឡូយ៉ាវស្អែកទំនេរទេប៉ាខ្ញុំចង់ជួបឯងអាឡូយ៉ាវគាត់ដេកហើយអាឡូ
ខ្ញុំឆ្ងល់ថាហេតុអីស៊ីនជីយ៉ាវត្រជាក់ដាក់ខ្ញុំម្លេះមួយរយៈនេះការពិតគឺនាងទៅតាក់ទងប្រុសផ្សេងប្រុសព្រានសោះសំឡេងមិញនោះដូចធ្លាប់ស្គាល់ម្លេះប្រាប់ខ្ញុំមកមើលថាលោកសាស្ត្រាចារ្យចូលយ៉ាងម៉េចដែរសួរលំអិតម្លេះខ្ញុំនៅមានរឿងលំអិតជាងនេះចង់សួរទៀតអូខេខ្ញុំទៅបន្ទប់ទឹកសិនចាំខ្ញុំផងចម្លែកម្លេះអ្នកណាទៅបន្ទប់ទឹកយកកាបូបទៅជាមួយផងស៊ីនជីយ៉ាវក៏ហៅខ្ញុំយើងនិយាយគ្នាសិនមកយប់មិញបរិះម្នាក់នោះជាអ្នកណាមិនមែនជារឿងរបស់ឯងទេហេតុអ្វីក្បត់ខ្ញុំដូចគ្នាទេឯងចង់មានន័យថាម៉េចឯងនៅធ្វើជាល្ងងទៀតឯងរកឃើញស្នេហ៍ពិតរបស់ឯងយូរហើយមែនទេយ៉ាវអូនស្រឡាញ់តែបងគឺនាងទេដែលតាមញ៉ែបងស្រឡាញ់តែអូនតាំងពីដើមមកបងស្ពស់នឹងមេឃពាក្យទាំងនេះអ្នកឯងនិយាយដាក់ស្រីគ្រប់គ្នាហើយមែនទេមនុស្សដូចអ្នកឯងមិនដែលស្រឡាញ់អ្នកណាទេឯងស្រឡាញ់តែខ្លួនឯងទេខ្ញុំឃើញថាគឺឯងនឹងបរិះចំណាស់នោះលួចតាក់ទងគ្នាយូរហើយមែនទេចង់បោះបង់ខ្ញុំចោលនិយាយត្រង់មកធ្វើជាថ្លៃថ្នូរធ្វើអីជីឈូកាលពីមុនខ្ញុំធ្លាប់ស្រឡាញ់អ្នកដោយស្មោះតែចុងក្រោយខ្ញុំបានដឹងថាអ្នកមិនសាកសមតតែសោះកុំយកខ្ញុំទៅប្រៀបធៀបជាមួយអ្នកខ្ញុំខ្ពើមបរិះនោះគឺលោកសាស្ត្រាចារ្យជូមែនទេមិនត្រូវឲ្យមនុស្សឈួតនេះប៉ះពាល់ដល់លោកសាស្ត្រាចារ្យជូដាច់ខាតស្នេហាវៀងគ្រូនឹងសិស្សសាស្ត្រាចារ្យឲ្យលួងលោមនិស្សិតស្រីដែលរៀបការរួចឯងស្មានមើលថារឿងនេះក្តៅគុកលំអត់ជីឈូថ្ងៃដែលខ្ញុំរត់ចោលការពួកយើងបានបែកគ្នារួចហើយឯងគ្មានសិទ្ធិសួរខ្ញុំទេមើលទៅគូដណ្ដឹងឯងមិនងាយបោកដូចឯងនិយាយទេបើមិនមែនមកពីឯងរករឿងដល់មកគាត់មិនចាំបាច់ពិបាកម្លាំងទេចុះយ៉ាងម៉េចឯងមិនស្រឡាញ់គាត់ផងខឹងអីម្លេះគ្មាននរណាអាចក្បត់ខ្ញុំបានទេគេវ៉ែនជីគ្មាននរណាម្នាក់ទេខ្ញុំចង់ឲ្យនាងបាត់បង់កេរ្តិ៍ឈ្មោះទីបំផុតអាចលែងបានហើយលែងមានការព្រួយបារម្ភដែលមិនចាំបាច់ទៀតហើយលោកសាស្ត្រាចារ្យជើមានអ្វីខ្ញុំទៅតែជួបយីឆ្វេយ៉ាងម៉េចដែរមិនអីទេខ្ញុំបាននិយាយច្បាស់លាស់ជាមួយគាត់ហើយពីមុនខ្ញុំគិតតែចង់សងសឹកគាត់តែឥឡូវនេះខ្ញុំគិតថាការជាប់ពាក់ព័ន្ធជាមួយមនុស្សបែបនេះគឺគ្រាន់តែជាការខ្ជះខ្ជាយពេលវេលាខ្ញុំទេដូច្នេះហើយខ្ញុំសម្រេចចិត្តបញ្ចប់រឿងជាមួយគាត់អញ្ចឹងពួកយើងលែងលាក់បាំងរឿងរៀបការទៀតហើយប៉ុន្តែខ្ញុំនៅតែមិនចង់អួតអាងទេយ៉ាងណាក៏ដោយគ្រួសារនិងមិត្តភ័ក្តិរបស់ខ្ញុំដឹងរឿងហ្នឹងក៏បានហើយថ្ងៃស្អែកខ្ញុំមានសិក្ខាសាលាវិទ្យាសាស្ត្រមួយអូនទៅជាមួយបងណាខ្ញុំចង់ណែនាំអ្នកឲ្យស្គាល់មនុស្សសំខាន់ម្នាក់បាទក្នុងបរិះម្នាក់នេះមើលទៅដូចធ្លាប់ស្គាល់សោះពួកយើងទៅមុខបន្តិចមើលគាត់គឺជាអៃដលដែលខ្ញុំកោតសរសើរក្នុងវិស័យវិទ្យាសាស្ត្រវានឹងកកុញអ្នកឯងចាំឲ្យគេដើរចេញស្ទើរអស់សិនទៅខ្ញុំនឹងណែនាំអ្នកឯងឲ្យស្គាល់លោកគ្រូរបស់ខ្ញុំទៅណាសាស្ត្រាចារ្យអានមិនបានជួបគ្នាយូរហើយលោកចៅតាំងពីអ្នកឯងត្រឡប់ទៅស្រុកវិញមកយើងមិនបានជួបគ្នាយូរហើយខ្ញុំរវល់មើលថែប្រពន្ធខ្ញុំហើយរឿងចូលធ្វើការនៅសាកលវិទ្យាល័យទៀតទើបធ្វើប្រហែសកំហុសរបស់សិស្សអ្នករៀបការហើយនេះជាភរិយារបស់ខ្ញុំឈ្មោះស៊ីនជីយ៉ាវលោកសាស្ត្រាចារ្យអានល្បីឈ្មោះណាស់ខ្ញុំបានអានគ្រប់នៃខេតបតនិងសៀវភៅរបស់លោកហើយខ្ញុំតែងតែចង់ក្លាយជាគ្រូពេទ្យដ៏ល្អដូចលោកគ្រូក្មេងស្រីគួរឲ្យស្រឡាញ់មែនទែនលោកស្រីសាស្ត្រាចារ្យអាននេះទើបតែត្រឡប់មកប្រទេសវិញថ្មីនេះទេពេលវេលានេះពិតជាចៃដន្យពេកហើយ
ប្រហែលជាគាត់មានផ្ទៃពោះហើយមើលទៅសុំទោសខ្ញុំនៅបរទេសយូរពេកធ្លាប់ប្រើការថាប់ធ្វល់ទៅហើយបើមានកំហុសខុសឆ្គងត្រង់ណាសូមអធិស្ឋានផងមិនអីទេគ្រាន់តែជួបអាយដលលើកដំបូងរៀងភ័យបន្តិចលោកជូលោកជំទាវគួរឲ្យស្រឡាញ់ណាស់បើគាត់ជាសិស្សរបស់ខ្ញុំវិញខ្ញុំប្រកាសជាបង្វឹកគាត់ឲ្យបានល្អបើមានឱកាសខ្ញុំនឹងនាំគាត់ទៅជួបលោកគ្រូអូខេខ្ញុំរងចាំជានិច្ចបងស្រីជីនស៊ីនប្អូនអាចជួយខ្ញុំបានទេល្អណាស់ល្អលោកសាស្ត្រាចារ្យអានសូមទោសដែលរំខានសូមអញ្ជើញសូមទោសមើលផ្លូវផងសុខសប្បាយទេអត់អីទេសំណាងល្អខ្ញុំកិច្ចតន់ប្រហែលទឹកផ្លែឈើមិញត្រជាក់បន្តិចហើយទោះខ្ញុំមើលថែអ្នកមិនបានល្អមិនអីទេអញ្ចឹងយើងទៅទីនោះទៅយ៉ាងម៉េចហើយខ្ញុំប៉ះឃើញហើយពោះគាត់ប៉ោងរឹងបន្តិចគាត់មានផ្ទៃពោះហើយល្អណាស់ធ្វើបានល្អពេលប្រឡងចុងក្រោយខ្ញុំនឹងឲ្យអាទិភាពអ្នកខ្ញុំនឹងបន្ថែមពិន្ទុប្រចាំថ្ងៃឲ្យអ្នកអរគុណបងស្រីស៊ីនជីយ៉ាវមើលថាពេលនេះឯងដោះសារយ៉ាងម៉េចមើលមុខខ្ញុំអីហ្នឹងឡើងឡានមកគ្រាន់តែគិតថាអ្នកពូកែជាងអ្វីដែលខ្ញុំគិតការពិតអ្នកគឺជាសិស្សសំណប់របស់សាស្ត្រាចារ្យអានតើអ្នកដឹងទេថាពីមុនគាត់តែងតែពណ៌នាអ្នកបែបណាកូនសិស្សប្រសើរជាងគ្រូប្រសិនបើអ្នករៀនតាមគាត់ប្រកាសជាពូកែជាងខ្ញុំមែនឬប៉ុន្តែរឿងតាក់ទាញស្រីនេះខ្ញុំមិនអាចប្រៀបនឹងអ្នកបានទេខ្ញុំមែនហើយរឿងដែលលោកសាស្ត្រាចារ្យអានទៅតែនិយាយនឹងម្នាក់សិស្សស្រីដែលចូលចិត្តអ្នកខ្លាំងនឹងឈ្មោះអីគេវិញ Jenny នាងស្អាតណាស់រសជាតិរបស់មនុស្សម្នាក់ខុសគ្នាខ្ញុំគិតថាធម្មតាឯងប្រច័ណ្ឌហើយមែនទេមិនមែនឯងថាបើមិនសប្បាយចិត្តត្រូវប្រាប់ឯងទេអីទោះបីជាពួកយើងមិនទាន់រៀបការក៏នាងគ្មានឱកាសដែរព្រោះគ្រួសារចៅយើងមានច្បាប់អនុញ្ញាតឲ្យរៀបការតែនឹងកូនស្រីត្រកូលស៊ីនឡានស៊ីនជីយ៉ាវកាលនោះឯងហ៊ានរត់ចោលការធ្វើឲ្យខ្ញុំអាម៉ាស់មុខនៅចំពោះមុខមនុស្សឥឡូវហ៊ានរកបរិសុទ្ធចំណាស់បែបនេះទៀតមកធ្វើឲ្យខ្ញុំខ្ពើមថ្ងៃស្អែកចាំមើលអ្នកឯងឲ្យល្អនៅថ្ងៃបុណ្យសាលាលេចមុខធំតែម្ដងរង្វាន់សិស្សឆ្នើមល្អណាស់បានអាហាររូបកហើយខ្ញុំមិនសូវចូលចិត្តចូលរួមទេកម្មវិធីមានមនុស្សច្រើនអូននៅការិយាល័យចាំអូនចប់ការងារបងទៅយកចាអូនចង់ញ៉ាំតែគុជក្តៅល្មមផ្អែម50ថែមគ្រឿងឲ្យច្រើនផងបើអូនថាបងមួយខ្សឺតបងនឹងទិញឲ្យអូនមានអីហ្នឹងនិយាយហើយត្រូវតែធ្វើណាចាសូមអញ្ជើញតំណាងសិស្សឆ្នើមស៊ីនជីយ៉ាវឡើងទទួលរង្វាន់សូមស្វាគមន៍មើលវេទិកានោះមើលមិនមែនស៊ីនជីយ៉ាវទេឬតើលោកសាស្ត្រាចារ្យស្រឡាញ់នាងបានយ៉ាងម៉េចទៅស៊ីនជីយ៉ាវពិតជាមានផ្ទៃពោះមែនឬមានផ្ទៃពោះអីអុយមិនចឹងក្រោកម្លេះណាលោកសាស្ត្រាចារ្យអានរៀបការហើយតើស៊ីនជីយ៉ាវដឹងរឿងស្នេហាត្រីកោណនេះហើយមើលទៅសិស្សពូកែម្នាក់នេះ
គឺនាងបានមកដោយវិធីមិនត្រឹមត្រូវចាងស៊ីងកុំចេះតែនិយាយរូបថតនេះជារូបខ្លាំងៗមែនទេរូបថតមិនមែនជារូបខ្លាំងៗទេប៉ុន្តែសំបីតែការថាផ្ទាល់មិនដឹងអីមែនទេមែនហើយរូបថតនេះច្បាស់ជាបញ្ហាមុំថតទេតាមពិតមុខមនុស្សពីរនាក់មិនបានប៉ះគ្នាតតែសោះសាស្ត្រាចារ្យអានមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យអប់រំអ្នកឯងគ្រាន់តែផ្អែកលើរូបថតបែបនេះក៏ចេះតែនិយាយដាំគាត់មិនដឹងថាផលវិបាកពេលឬដល់អ្នកក្រៅទេឬមើលទៅដូចជាមិនមែនថាប់មែនហើយមាត់អត់ប៉ះគ្នាផងតែស៊ីងជីយ៉ាវឯងមានផ្ទៃពោះកូនអ្នកណាមែនមានកូនមុនរៀបការមនុស្សបែបហ្នឹងហេតុអីបានអាហារូបករណ៍ចុះសេងទៅមានផ្ទៃពោះអូព្រះអើយហេតុអីបានឲ្យគេចុះសេងទៅចុះទៅចាជីអូនសុខសប្បាយទេអូនសុខសប្បាយទេយ៉ាវពួកឯងហួសហេតុពេកហើយទោះបីជានាងមានកូនជាមួយអ្នកណាតើវាមានរឿងអីជាមួយពួកឯងយ៉ាវឥឡូវនេះខ្ញុំនឹងទូរស័ព្ទទៅសាស្ត្រាចារ្យចៅម៉េចសុំជំនួយពីម្ចាស់លុយឬលែងដៃនាងទៅអូខេខ្ញុំលែងនាងហើយពីឯងនឹងមនុស្សថោកទាបគ្មានខ្មាស់មើលឯងញ៉ៃអ្នកណាកុំប៉ះនាងមើលអ្នកណាហ៊ានប៉ះគាត់ម៉េចបានលោកសាស្ត្រាចារ្យចៅមកដល់ទីនេះយ៉ាងម៉េចដែរខ្លាចទេបន្តិចបន្តួចលោកសាស្ត្រាចារ្យចៅនេះម៉េចបានការពារស៊ីនជីយ៉ាវម្លេះខ្ញុំនិងមិត្តភក្តិធ្វើការនៅហាងកាហ្វេតូមុខសាលាឮថាសាស្ត្រាចារ្យចៅជាសាច់ញាតិរបស់ស៊ីនជីយ៉ាវសាស្ត្រាចារ្យចៅស៊ីនជីយ៉ាវនេះមិនសមរម្យសោះក្នុងពោះក៏មិនដឹងថាមានកូនអ្នកប្រុសស្អីក៏មិនដឹងទោះបីជាអ្នកជាសាច់ញាតិនឹងគាត់ក៏មិនអាចការពាររឿងខុសដែរទេណាខ្ញុំនឹងហើយជាអ្នកប្រុសស្អីនោះនាងកំពុងពោះកូនរបស់ខ្ញុំមិនអាចទៅរួចទេតារាក្នុងដួងចិត្តខ្ញុំមិនទាន់រៀបការទេតើលោកសាស្ត្រាចារ្យចៅតើលោកនឹងគាត់មានទំនាក់ទំនងបែបណាលោកសាស្ត្រាចារ្យចៅឬមួយមកពីអ្នកទាំងពីរជាសាច់ញាតិបានជាលោកការពារគាត់បែបនេះម៉េចក៏មានអារម្មណ៍ថាដូចគូស្នេហ៍ដែលខ្ញុំគ្រប់គ្រងដល់ទីបញ្ចប់ចឹងពួកយើងរៀបការហើយចាស់ពួកយើងរៀបការហើយខ្ញុំពិតជាមានផ្ទៃពោះហើយអ្នករត់ចោលការរៀបការគឺដោយសារតែគាត់យូជ្វាតាមពិតខ្ញុំអរគុណអ្នកខ្លាំងណាស់បើមិនមែនដោយសារតែអ្នកបោះបង់ខ្ញុំចោលទេនោះខ្ញុំក៏មិនបានជួបលោកសាស្ត្រាចារ្យចូលដែរដូច្នេះខ្ញុំសង្ឃឹមថាអ្នកនឹងស្រឡាញ់នឹងថ្នាក់ថ្នមបងស្រីជាងស៊ីងឲ្យបានល្អស្នេហាដែលលួចបាននេះជីឈូតើរឿងនេះវាកើតឡើងយ៉ាងម៉េចប៉ាគឺនាងក្បត់មុនថែមទាំងមានកូនទៀតផងកុំស្ដាប់សម្ដីមិនពិតរបស់នាងក្នុងនាមជាជនរងគ្រោះនៃពាក្យចាមអារាមខ្ញុំដឹងថាពាក្យចាមអារាមវាឈឺចាប់យ៉ាងណាដូច្នេះខ្ញុំសូមសច្ចាថាអ្វីដែលខ្ញុំនិយាយគឺពិតជាអស្ចារ្យមែនយ៉ាវបើពួកគេមិនជឿទេបន្ទាប់មកសូមដោះលែងអ្នកខ្លះយីខ្វាន់ឯងពិតជាស្រឡាញ់នាងមែនឬអត់ទេក្មេងស្រីត្រជាក់ចិត្តហើយគួរឲ្យធន់ឯងល្អជាងនាងឆ្ងាយណាស់យ៉ាងណាក៏ត្រូវរៀបការដែរយកប្រពន្ធដែលងាយបោកហើយចេះស្ដាប់បង្គាប់ទើបស្រួលបំផុតមិនញ៉ៃញ៉ៃទៀតផងស្ដាប់មើលទាំងអស់គ្នាស្ដាប់មើលនេះមិនមែនជាមនុស្សប្រុសថោកទាបទេអ្នកទាំងអស់គ្នាតើគាត់អាចធ្វើរឿងបែបនេះបានយ៉ាងម៉េចប៉ាខ្ញុំនេះប៉ាលោកប្រធានយីតែងតែឲ្យតម្លៃមុខមាត់ជាងអ្វីទាំងអស់ខ្ញុំស៊ីនជីយ៉ាវមិនមែនជាមនុស្សទន់ជ្រាយទេឥឡូវនេះឯងធ្លាក់ក្នុងសភាពបែបនេះគឺមកពីឯងធ្វើខ្លួនឯងទេនិយាយអ្វីមួយមកមើលបើមិនមែនមកពីឯងយ៉ាវរៀបការជាមួយខ្ញុំបាត់ទៅហើយចេញទៅឯងឯនេះសមនឹងរៀបការចូលគ្រួសារយើងឯងប៉ាកូនគ្រាន់តែចង់រៀបការជាមួយស្រីដែលប៉ាពេញចិត្តឯងទៅមុខទៀតខ្ញុំលែងមានកូនប្រុសដូចឯងទៀតហើយប៉ាទៅមិនអាចទៅរួចទេខ្ញុំមិនជឿទេថាអ៊ំស្រីពិតជាស្រឡាញ់ខ្ញុំមែនអ្នកមិនប្រកាន់ខ្ញុំទេមែនទេតែប្រញាប់ពេកនោះប្រញាប់មិនក៏ខ្ញុំមានអារម្មណ៍ថាអ្នករៀបចំទុកជាយូរមកហើយមិនមែនរៀនតាមអ្នកទេអីខ្ញុំមិនធ្វើអ្វីដែលមិនបានត្រៀមទុកទេខ្ញុំជាអ្នកបង្រៀនអីចឹងមានន័យថាខ្ញុំជាអ្នកបង្រៀនអ្នកឲ្យខូចមែនទេមែនអហោ
ចិញ្ចៀននេះអ្នកទិញពេលណាពេលនៅមន្ទីរពេទ្យដំបូងឡើយចង់លួងអ្នកឲ្យសប្បាយចិត្តតែអត់មានឱកាសសោះថ្ងៃនេះប្រកាសពីទំនាក់ទំនងរបស់យើងកុំបារម្ភរឿងនឹងប៉ះពាល់ដល់ការងាររបស់បងណាកុំបារម្ភអត់អីទេអូដល់ពេលផឹកទឹកដោះគោហើយខ្ញុំទៅយកឲ្យមិនអីទេខ្ញុំទៅខ្លួនឯងក៏បានម៉ាស៊ីនត្រជាក់នៅបន្ទប់ទទួលភ្ញៀវមិនខូចទេតាមានអីមែនទេអត់អីទេគ្រាន់តែមានអារម្មណ៍ថាលោកសាស្ត្រាចារ្យជើហាក់ដូចជាប្លែកឬក៏ឲ្យខ្ញុំផឹកបន្តិចទេអូថ្ងៃនេះអ្នកប្រកាសអត្តសញ្ញាណខ្ញុំជាសាធារណៈខ្ញុំសប្បាយចិត្តណាស់ខ្ញុំក៏ដូចគ្នាមានរឿងមួយទៀតតាមពិតទៅម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ទទួលភ្ញៀវមិនខូចទេតាមពិតទៅខ្ញុំក៏ដឹងដែរគ្រាន់តែខ្ញុំគិតថាបើវាខូចហាក់ដូចជាល្អជាងមិនមែនអ្នកថាស្អប់បំផុតទេនៅជាមួយលោកគ្រូមែនទេតែអូនជាប្តីរបស់បងតាមិនមែនជាលោកគ្រូរបស់បងទេអូនហៅបងថាម៉េចប្តីមនុស្សទេប្តីពេទ្យថាបានហើយលឿនមែនតែនលោកសាស្ត្រាចារ្យចូលមកសាលាចិត្តមួយឈ្មោះហើយមែនទេសូមអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានជួយមើលថែពេលលោកសាស្ត្រាចារ្យចូលមកសាលាមិនបានលើករឿងរៀបការទេខ្ញុំចាំបានថាពេលលោកសាស្ត្រាចារ្យចូលធ្វើការគាត់សរសេរថាមិនទាន់រៀបការទេចាសោះរៀបការក្រោយចូលធ្វើការប៉ុន្តែភរិយារបស់លោកសាស្ត្រាចារ្យគឺជាសិស្សដែលកំពុងសិក្សានៅសាលាយើងនេះចាសោះប៉ុន្តែគ្មានច្បាប់ណាចែងថាគ្រូនិងសិស្សមិនអាចរៀបការបានទេមែនទេតែរឿងនេះពិតជាខុសក្រុមសីលធម៌អប់រំនិងបទដ្ឋានសីលធម៌លោកសាស្ត្រាចារ្យយ៉ាវអាចមើលបានឥឡូវនេះរឿងនេះនៅលើអ៊ីនធឺណិតបានរីករាលដាលដល់កម្រិតណាស់ហើយគេនិយាយពីអ្នកទាំងអស់ហ្នឹងហួសហេតុពេកហើយលោកសាស្ត្រាចារ្យជើមិនមែនជាអ្នកបួសឯណាហេតុអីក៏រៀបការមិនបានឮថាថ្ងៃនេះលោកសាស្ត្រាចារ្យជើត្រូវបានក្រុមប្រឹក្សាភិបាលណាត់ជួបគឺនារីម្នាក់នោះឯងមើលគឺគាត់នឹងឯងកុំនិយាយផ្ដេសផ្ដាសចាជីលោកប្រធានយូខ្ញុំដឹងពីការព្រួយបារម្ភរបស់លោកប៉ុន្តែអ្វីដែលខុសឆ្គងនឹងសីលធម៌ពិតប្រាកដនោះគឺមនុស្សពេញវ័យនិងអនិច្ចជនប៉ុន្តែខ្ញុំនិងភរិយារបស់ខ្ញុំសុទ្ធតែមនុស្សពេញវ័យហើយអាចទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនបានប៉ុន្តែរឿងនេះពិតជាមានឥទ្ធិពលពីសាលាខ្ញុំអាចលាឈប់បានគាត់ជាមនុស្សដែលសាលាចំណាយលុយច្រើនដើម្បីអញ្ជើញមកតែខាតមិនអាចលាឈប់បានទេលោកសាស្ត្រាចារ្យតាមពិតរឿងនេះមិនទាន់ដល់ថ្នាក់នឹងទេខ្ញុំគ្រាន់តែចង់រំលឹកលោកសាស្ត្រាចារ្យពីតួនាទីជាគ្រូប៉ុណ្ណោះលោកប្រធានយូប្រពន្ធខ្ញុំមានផ្ទៃពោះគឺសមហេតុផលហើយបើលោកអ៊ំយីខ្វល់ពីកិត្តិយសសាលាម្លេះគួរទៅមើលការខុសត្រូវអ្នកដែលធ្វើឲ្យសាលាអាម៉ាស់ពិតប្រាកដទៅរំខានហើយទៅណាចប់ហើយទៅណាក្រេបទឹកឃ្មុំខ្ញុំសុំច្បាប់ហើយឡំម្លេះរៀបការខ្លួនឯងឲ្យគេច្រណែនទៅលោកសាស្ត្រាចារ្យមិនក៏លោកពូកែម្លេះនៅតែចេះគិតគូរម្លេះមិនក៏ខ្ញុំស្រឡាញ់អូនម្លេះនេះមិនមែនជាសំណាងរបស់អូនទេព្រោះអូនពូកែគ្រប់គ្រាន់ទើបអាចតាក់ទាញចិត្តបងបានជានិច្ចឆេនសាយ៉ោ
Lulu អូនមានផ្ទៃពោះហើយខ្ញុំចាំថាអ្នកមិនបានរៀនចប់សាកលវិទ្យាល័យផងមែនទេនេះជាប្តីខ្ញុំពិតជាច្រណែនអ្នកណាស់មិនត្រឹមតែពូកែតាំងពីក្មេងប្រឡងចប់សាកលវិទ្យាល័យយើងនឹងទៀតឥឡូវរកបានប្តីល្អម្លេះចំពោះអូនក៏ដូចគ្នាដែរតាំងពីតូចមកខ្ញុំតែងតែច្រណែនតែបងរៀបការជាមួយស្នេហាដំបូងរ៉ូមែនទិកណាស់ច្រណែនអីកាលនៅក្មេងមិនទាន់ដឹងអីសូម្បីតែពិធីមង្គលការក៏គ្មានក៏រៀបការជាមួយគាត់ទៅថែមទាំងបោះបង់ចោលការងារដើម្បីគាត់ទៀតមើលឥឡូវមកពិនិត្យផ្ទៃពោះមិនមែនតែខ្ញុំម្នាក់ឯងទេប៉ៃលូខ្ញុំមិននិយាយហើយទៅមុនហើយបាយទៅជាខ្ញុំក៏ជំពាក់យ៉ាវមង្គលការមួយដែរយ៉ាវឯងក៏ចិត្តដល់ថ្ងៃសម្រាលកូនដែរខ្ញុំគិតថាមិនស័ក្តិសមនឹងទៅរៀនទៅមកទៀតទេខ្ញុំនឹងប្រាប់សាលាខ្ញុំមកមន្ទីរពេទ្យនៅកំដរែងសម្រាលកូនធ្វើឲ្យខ្ញុំខូចឈ្មោះអស់ហើយអ្នកឯងក៏មិនស័ក្តិសមនឹងមានសុភមង្គលដែរត្រូវហើយចាថាទៅនរកជាមួយគ្នាទៅនៅមានរបស់ខ្លះទៀតដែលត្រូវទិញប្រយ័ត្នយ៉ាវប៉ាម៉ាក់កំពុងមកហើយខ្ញុំនឹងនៅក្បែរអូនជានិច្ចលោកសាស្ត្រាចារ្យឲ្យអានរឿងដែលលោកបានលើកឡើងអំពីការផ្លាស់ប្ដូរសិស្សខ្ញុំបានគិតរួចហើយយ៉ាវសង្ឃឹមថាអូនមិនខឹងនឹងបងណាសូមអបអរសាទរគឺជាកូនស្រីអរគុណប្រពន្ធសម្លាញ់កុំបារម្ភម៉ែនឹងកូនសុខសប្បាយអូនហត់ហើយអាក្រក់ណាស់មែនទេមិនអាក្រក់ទេតែខ្ញុំក្រោយអត់បានស្លៀករ៉ូបស្អាតទៀតទេម៉ាក់យកប្រេងពិសេសនេះពីពេទ្យជំនាញស្បែកមកឲ្យកូនឯងក្រោយមកម៉ាក់លាបឲ្យកូនឯងរាល់ថ្ងៃប្រកាសជាមិនបន្សល់ស្លាកស្នាមទេម៉េចក៏ម៉ាក់ដឹងថាកូនឯងគិតអីចឹងស្នាមនេះគឺជាមេដាយរបស់ម៉ាក់ប៉ុន្តែក្នុងក្រសែភ្នែកខ្ញុំគ្មានក្មេងស្រីតូចណាម្នាក់ដែលមិនស្រឡាញ់ភាពស្រស់ស្អាតនោះទេប៉ាម៉ាក់ចិត្តមកដល់ហើយខ្ញុំទៅទទួលពួកគាត់សិនអាឡូអាចៅម៉េចក៏នឹកឃើញរឿងនិស្សិតផ្លាស់ប្ដូរខ្ញុំក្រុងដាក់ពាក្យឲ្យយ៉ាវទៅក្រៅប្រទេសធ្វើជានិស្សិតផ្លាស់ប្ដូររយៈពេល3ឆ្នាំយ៉ាវជីវិតក្មួយមិនគួរបញ្ចប់ត្រឹមនេះទេម៉ែក្មេកឲ្យខ្ញុំអបមួយផ្លែតសិនមកកូនទៅតែដេកលក់ទេចាំគាត់ភ្ញាក់ចុះពេលវេលាគឺរបស់អ្នកហើយចាសោះខាងប្រុសមិនបានមកទេគាត់ជាមនុស្សប្រុសមិនសូវចេះធ្វើអីទេខ្ញុំឲ្យគាត់ត្រឡប់ទៅសុបហើយលោកឪពុកក្មេកចេះធ្វើម្ហូបទៀតផងពេលក្រោយខ្ញុំត្រូវសុំគាត់រៀនសូត្រខ្លះហើយម៉ាក់លោកសាស្ត្រាចារ្យជួបានប្រាប់ហើយថាមិនឲ្យម៉ាក់ចូលផ្ទះបាយទៀតទេឲ្យម៉ាក់សប្បាយនឹងជីវិតចូលនិវត្តន៍អាមួយក្បាលខូចនោះខ្លាចតែនៅចាំពេលដែលខ្ញុំស្ងល់ថ្នាំពៅឲ្យវាពិសាទៅឆ្ងាញ់ម្លេះទេថ្នាំពៅអីគេក៏អត់អីដែរឥឡូវនេះយើងមានព្រះនាងតូចហើយមិនបាច់យកអានឹងទេអាចៃនឹងមានសង្សារហើយនៅសួរឯងតើមានម៉េចក៏អត់មានអីមានតែគំនោឆ្អឹងនឹងតើម៉ាក់ឯងមិនយល់ពីខ្ញុំទេខ្ញុំនៅមិនទាន់យល់ចិត្តអ្នកទេបើអីចឹងរកអ្នកណាដែលយល់ចិត្តអ្នកទៅលោកបងថ្លៃយល់ចិត្តខ្ញុំលោកបងថ្លៃយល់ចិត្តអ្នកលោកបងថ្លៃយល់ចិត្តអ្នកដល់ថ្នាក់រៀបការជាមួយអ្នកបាននឹងណាបងស្រីទុកឲ្យខ្ញុំចោះអីវ៉ាន់ដែលអ្នកកំងអរគុណបងស្រីកញ្ចប់របស់បងគេផ្ញើមកពីសាកលវិទ្យាល័យជីងណានរបស់ខ្ញុំគេផ្ញើមកពីសាកលវិទ្យាល័យជីងណានពាក្យសុំផ្លាស់ប្ដូរនិស្សិតបំពេញបងស្រីឯងទៅក្រៅប្រទេស
ពាក្យសុំទៅរៀននៅបរទេសរបស់យ៉ាវយ៉ាវជាខ្ញុំជាអ្នកសម្រេចកុំបន្ទោសយ៉ាវយ៉ាវអីមើលទៅយ៉ាវយ៉ាវប្រហែលជាមិនបានដឹងមុនទេសៀវចៅតើអ្នកគិតយ៉ាងម៉េចយ៉ាវយ៉ាវមានទេពកោសល្យផ្នែកវិទ្យាសាស្ត្រខ្ពស់ណាស់មិនគួរមករារាំងដោយសារមានកូននោះទេគួរបោះបង់ចោលឧត្តមគតិផ្នែកវិទ្យាសាស្ត្ររបស់នាងគួរតែមានឆាកជីវិតកាន់តែទូលំទូលាយប៉ុន្តែកូនរបស់អ្នកនៅតូចណាស់ខ្ញុំបានដាក់ពាក្យសុំឈប់សម្រាកពីសាលាហើយចុះកូនវិញខ្ញុំក៏នឹងមកមើលថែដែរមើលថែកូនមិនមែនជាកាតព្វកិច្ចរបស់ម៉ែតែម្នាក់ឯងទេកូនប្រុសល្អម៉ែគាំទ្រកូនម៉ែនឹងនៅជាមួយកូនមើលថែទាំកូនឲ្យបានល្អចុះរឿងយ៉ាវយ៉ាវវិញកូននិយាយជាមួយគាត់ឲ្យបានច្បាស់លាស់ទៅកុំបារម្ភម៉ាក់និស្សិតផ្លាស់ប្ដូរពាក្យសុំកូនម៉ាក់បានឃើញហើយហេតុអ្វីម៉ាក់សម្រេចចិត្តជំនួសកូនយ៉ាវយ៉ាវម៉ាក់ឃើញទេពកោសល្យរបស់កូនផ្នែកវិទ្យាសាស្ត្រអញ្ចឹងខ្ញុំចង់ឲ្យឱកាសអ្នកម្ដងទៀតដើម្បីជ្រើសរើសម្ដងទៀតទោះអ្នកជ្រើសរើសអ្វីក៏ដោយខ្ញុំនឹងនៅខាងអ្នកជានិច្ចប៉ុន្តែកូនឥឡូវនេះកូននៅតូចណាស់ម៉ាក់អើយម៉ាក់ចាក់ចេញពីកូនចាក់ចេញពីកូនម៉ាក់មិនចង់ទេយ៉ាវយ៉ាវតួនាទីក្នុងជីវិតមានច្រើនណាស់ជាម្ដាយឬជាកូនស្រីឬប្រពន្ធតែអូនជាសិនជាយ៉ាវផងដែរកុំភ្លេចណាអូននិងកូនគឺជាកាដូដ៏ល្អបំផុតដែលទេវតាប្រទានឲ្យបងចង់ឲ្យអូនទៅមើលពិភពលោកកាន់តែធំកុំព្រោះតែអ្នកណាទាំងអស់ឈប់សិនចងចាំខ្ញុំស្រឡាញ់អ្នកសួស្តីខ្ញុំជាវិជ្ជបណ្ឌិតសូអ៊ីខ្ញុំបានត្រឡប់មកប្រទេសវិញហើយយ៉ាវយ៉ាវតើអ្នកមកប្រទេសវិញលើកនេះម៉េចមិនអើយឲ្យលោកគ្រូជូមកទទួលឯងគាត់មិនដឹងថាខ្ញុំមកវិញទេចឹងខ្ញុំជាមនុស្សដំបូងដែលដឹងមែនហើយខ្ញុំថាឯងចិត្តធំម្លេះទុកលោកគ្រូជូរបស់ឯងនៅស្រុកចិនម្នាក់ឯង3ឆ្នាំមិនខ្លាចគាត់ក្បត់ចិត្តទេអីខ្ញុំជឿគាត់ការជឿទុកចិត្តដ៏គួរឲ្យរំភើបមែនទែនពេលត្រឡប់ទៅស្រុកវិញធ្វើការនៅឯណាឮថាពេលនេះឯងខ្លាចជាទីចាប់អារម្មណ៍ក្នុងវិស័យវិទ្យាសាស្ត្រទាំងក្នុងនិងក្រៅប្រទេសហើយខ្ញុំបានទទួលការផ្ដល់ជូនពីមន្ទីរពេទ្យ Gyeongnam Concord ខ្ញុំឮថាប៉ុន្មានឆ្នាំនេះលោកសាស្ត្រាចារ្យយ៉ាវក៏បានធ្វើការស្រាវជ្រាវច្រើនដែរហើយបានរួមចំណែកយ៉ាងធំធេងដល់វិស័យវិទ្យាសាស្ត្រអ្នកទាំងពីរទោះបីជាមិននៅកន្លែងតែមួយក៏ដោយប៉ុន្តែស្ថិតនៅក្នុងវិស័យតែមួយកំពុងតែចែងចាំងគាត់តែងតែជាគំរូរបស់ខ្ញុំអូខេដឹងហើយថាឯងនឹកលោកសាស្ត្រាចារ្យជូរបស់ឯងទៅខ្ញុំជូនឯងទៅសាកលវិទ្យាល័យជីងណានអត់ទេខ្ញុំត្រូវទៅមន្ទីរពេទ្យសិនរសៀលនេះខ្ញុំមានវះកាត់មួយទៅសូមអរគុណលោកចៅដែលបានឧបត្ថម្ភទើបធ្វើឲ្យយើងអាចបង្កើតមូលនិធិកុមារនេះឡើងមិនអីទេមូលនិធិនេះដំបូងឡើយគឺលោកស្រីវិជ្ជបណ្ឌិតសូអ៊ីជាអ្នកលើកឡើងពីការបង្កើតគាត់ទើបតែត្រឡប់មកពីបរទេសថ្ងៃនេះឥឡូវកំពុងតែវះកាត់ប្រហែលជាថ្ងៃនេះអ្នកទាំងអស់គ្នាមិនអាចជួបគ្នាទេមិនអីទេនៅមានពេលច្រើនទៀតខ្ញុំរវល់សិនហើយតើអ្នកដឹងថាការិយាល័យរបស់ស៊ុយនៅឯណាទេនាំខ្ញុំទៅទីនោះខាងនោះចាំបន្តិចចៅចាស់ថ្ងៃនេះអ្នកប្លែកបន្តិចហើយហេតុអ្វីក៏អ្នកខ្វល់ពីស្រីដែលមិនពាក់ព័ន្ធបង្កើតមូលនិធិអីឯងមិនមែនដោយសារបងស្រីនៅក្រៅប្រទេសហើយឯងក្បត់ចិត្តទេដឹងឡាវចៅកុំធ្វើជាមនុស្សប្រុសអាក្រក់ឲ្យសោះឮថាសូអ៊ីនេះក៏ជាសិស្សរបស់សាស្ត្រាចារ្យអានដែរកម្រិតប្រហាក់ប្រហែលឯងដែរតើជាមនុស្សបែបណាមិនបានជួបគ្នាយូរទេ
លោកស្រីវិជ្ជបណ្ឌិតសូអ៊ីពូកែខ្លាំងណាស់ពួកយើងគិតថាអ្នកជំងឺនេះប្រហែលជាមិនអាចសង្គ្រោះបានទេគឺជាការខិតខំប្រឹងប្រែងរបស់ពួកយើងទាំងអស់គ្នាលោកសាស្ត្រាចារ្យជូនិយាយត្រូវឥឡូវនេះខ្ញុំទីបំផុតបានដឹងពីតម្លៃខ្លួនឯងចិញ្ចៀនខ្ញុំនៅណាលោកគ្រូពេទ្យសូអ៊ីកំពុងរកវាមែនទេកំពុងរកវាមែនទេសូអ៊ីជីយ៉ាងការពិតអ្នកគឺជាលោកគ្រូពេទ្យសូអ៊ីសោះខ្ញុំនៅតែចូលចិត្តឲ្យគេហៅខ្ញុំថាស៊ីនជីយ៉ាងមិនបានជួបគ្នាយូរហើយវិជ្ជបណ្ឌិតស៊ូមិនបានជួបគ្នាយូរហើយខ្ញុំថាហើយលោកចៅចាស់របស់យើងមិនក៏អាចដើម្បីស្រីដែលមិនពាក់ព័ន្ធបង្កើតមូលនិធិអ្វីមែនទេគាត់មិនមែនជាមនុស្សស្រីដែលគ្មានទំនាក់ទំនងទេគាត់ជាប្រពន្ធរបស់ខ្ញុំហើយក៏ជាគ្រូពេទ្យវះកាត់ដ៏ពូកែបំផុតដែរលោកសាស្ត្រាចារ្យជូរបស់ខ្ញុំគួរតែប្រគល់ឲ្យខ្ញុំវិញហើយមែនទេយ៉ាវបងជំពាក់អូនការសុំរៀបការជំពាក់អូនពិធីមង្គលការត្រឹមត្រូវមួយតើអូនព្រមដើរចូលពិធីអាពាហ៍ពិពាហ៍ជាមួយបងក្នុងឋានៈជាភរិយាដែរឬទេព្រមវាសនាបាននាំឲ្យបងជួបអូនដោយចៃដន្យបានជួបលោកសាស្ត្រាចារ្យជូរបស់ខ្ញុំគាត់ដូចជាខ្យល់នីតិក្រដៅដ៏កក់ក្ដៅចូលមកក្នុងជីវិតខ្ញុំណែនាំខ្ញុំឲ្យក្លាយជាមនុស្សល្អប្រសើរជាងមុនយ៉ាវអូនដូចជាកម្ដៅថ្ងៃរដូវក្ដៅខ្លាំងក្លានិងស្មោះត្រង់បានជួបអូនគឺជាគ្រោះថ្នាក់ដ៏ស្រស់ស្អាតបំផុតក្នុងជីវិតបងសម្លាញ់មុនពេលដែលបងបានជួបអូនក្តីរីករាយក្តីទុក្ខសោករបស់បងគឺកើតចេញពីបញ្ហាដែលពិបាកដោះស្រាយប៉ុន្តែបន្ទាប់ពីអូនលេចមុខមកអូនបានប្រើភាពភ្លឺស្វាងរបស់អូនស្នាមញញឹមរបស់អូនតែបាននាំមកនៅពណ៌ដល់ជីវិតខ្ញុំអរគុណអ្នកតែអត់ធ្មត់នឹងខ្ញុំចំពោះសេចក្តីស្រឡាញ់ល្ងងខ្លៅនិងយឺតយ៉ាវរបស់ខ្ញុំធ្លាប់គិតច្រើនដងណាស់ថាតើជាមនុស្សបែបណាតែចាប់ដៃខ្ញុំដើរចូលរោងមង្គលការរហូតដល់អ្នកលេចមុខទើបខ្ញុំដឹងថាស្នេហាមិនត្រូវការភាពអស្ចារ្យទេមិនត្រូវការការសន្យាធំដុំទេរក្សារឿងតូចតាចគ្រប់យ៉ាងក្នុងជីវិតអ្នកមានខ្ញុំក្នុងចិត្តគ្រប់ពេលការជួបគ្នារបស់យើងមិនលឿនមិនយឺតនៅពេលដ៏ល្អបំផុតបានជួបមនុស្សដែលល្អបំផុតដូចជាបងប្តីសម្លាញ់អរគុណបងរហូតមកដល់ពេលនេះតែបានជ្រើសរើសអូនយ៉ាងមុតមមលោកសាស្ត្រាចារ្យជូជាទីស្រឡាញ់គឺលោកដែលធ្វើឲ្យខ្ញុំយល់ថាស្នេហាគឺដូចជារដូវផ្ការីកទាំងមូលថាប់ដុតរោរដូវក្តៅដ៏វែងត្រូវហើយថ្ងៃនេះមានកម្មវិធីពិសេសមួយទៀតប៉ាម៉ាក់ត្រូវមានសុភមង្គលជានិច្ចណាអរគុណកូនសម្លាញ់លើកនេះអត់មានកូនក្រមុំរត់ចោលផ្ទះទៀតទេណាព្រោះលើកនេះអូនជាប្តីរបស់បងហើយ